កំរងរឿងព្រេងនិទានខ្មែររឿងឪពុករើស្កូនប្រសាកាលពីព្រេងនាយមានតាចាស់មួយនិងដូនចាស់មួយនៅស្រុកមួយតាចាស់យាយចាស់នោះមានកូនក្រមុំម្នាក់រូបល្អណាស់អ្នកណាទៅដណ្ដឹងក៏គាត់មិនព្រមឲ្យគាត់ថាអ្នកណាតមិនជេរមិនដាយខេបានទើបគាត់ឲ្យកូនជាប្រពន្ធអ្នកនោះជួនជាថ្ងៃមួយនោះមានកំឡោះម្នាក់រូបរាងស្អាតបាតចូលទៅដណ្ដឹងកូនគាត់ថាអញឲ្យឯងកុំព្រួយចិត្តប៉ុន្តែឯងត្រូវតមជេរម្ដាយគេហើយទទួលបម្រើឯងតាមពាក្យអញទើបបានអញឲ្យឯងបើតមិនបានឯងផ្ដាច់មិនឲ្យឯងទេអញប្រាប់ឯងឲ្យដឹងជាមុនលុះក្រោយទៅឯងកុំថាអញកាចណាកំឡោះនោះថាខ្ញុំបាទតមជេរម្ដាយគេបានហើយធ្វើការអ្វីក៏បានទាំងអស់ខ្ញុំបាទទទួលសពគ្រប់ប្រការតាមប្រសាសន៍លោកឪពុកតានោះថាបើឯងតមជាម្ដាយគេបានមែនឯងទៅសិនចោះព្រឹកត្រូវឯងមកវិញពីព្រលឹមកំឡោះនោះក៏លាវិលទៅផ្ទះវិញព្រឹកឡើងកំឡោះនោះមកវិញចូលទៅបម្រើឪពុកម្ដាយក្មេកនោះប្រើកូនក្រមុំគាត់ឲ្យរៀបបាយទឹកឲ្យអ្នកកំឡោះនោះស៊ីរួចហើយតានោះក៏ប្រាប់ទៅកូនប្រសាថាណែកូនចូលកូនទៅចាប់ក្របីទឹកភ្ជួរស្រែកូនឯងភ្ជួរដរាបដល់ថ្មនៅឯស្រែនោះយំទេវហើយសុំឯងដោះម្ដាយអាថ្មនេះក្របីអ្នកកំឡោះទៅចាប់ក្របីមកទឹមហើយទៅភ្ជួរស្រែតាំងពីព្រលឹមដល់ថ្ងៃត្រង់ក៏ថ្មពុំយំក្របីដែលពុំរួយក៏ថ្មចេះតែឈឹងពុំយំសោះអ្នកកំឡោះឃ្លានបាយណេះទ្រាំពុំបានជេរម្ដាយថាកាលណានឹងយំឡើងកំឡោះនោះជេរតែប៉ុណ្ណោះតានោះក៏ស្ទុះចិនពីក្រោយថ្មមកថានោះចាស់អញដោះក្របីលែងហើយទើបតែឯងចោះអញប្តេជ្ញកូនហើយទោះបីឯងតមជេរម្ដាយមិនបានកំឡោះនោះក៏ដោះក្របីលែងហើយទើបតែវិញថ្ងៃក្រោយមកមានកំឡោះម្នាក់ចូលទៅដណ្ដឹងកូនតានោះទៀតគាត់ក៏បង្កប់ដោយកំឡោះមុនតែអ្នកកំឡោះក្រោយគេមានប្រាជ្ញាគេទៅភ្ជួរស្រែវែកបាយទៅស៊ីផងលុះភ្ជួរដល់ថ្ងៃកពក់ឃ្លីនបាយក៏បញ្ឈប់ក្របីស៊ីបាយរួចហើយក៏ភ្ជួរទៀតទល់ថ្ងៃជ្រេពីត្រង់ក៏ថ្មពុំយំក្របីក៏អស់ជាងដាពុំរួចកាលបានអ្នកកំឡោះបោះក្របីទៅដល់ចិត្តថ្មនោះអ្នកធ្វើជាស្ដីថាលោកថ្មអើយយំឡើងក្របីដើរពុំរួចទេអាណិតក្របីផងទេខ្លួនខ្ញុំឥតបាអីទេខ្ញុំមានបាយស៊ីហើយភ្ជួរដល់យប់ក៏បានដែរបើមិនអាណិតខ្ញុំអាណិតតែក្របីចោះទោះបីវាជាសត្វកំឡោះនោះអង្វរដូចម្ដេចក៏ថ្មពុំយំអ្នកកំឡោះនោះក៏ពុំជេរទោះបីវាដឹងថាតានោះទៅពួនក្រោយថ្មលូនិយាយយូរទៅតានោះមើលមកឃើញក្របីដើរពុំរួចមែនគាត់នឹកអាណិតក្របីគាត់ក៏យំក្រោយថ្មនោះឮតែទេវអ្នកកំឡោះនោះក៏ដោះក្របីឲ្យស៊ីស្មៅហើយមកផ្ទះឪពុកក្មេកវិញតានោះក៏ឲ្យកូនគាត់លើកបាយមកឲ្យអ្នកកំឡោះនោះស៊ីលុះល្ងាចតានោះប្រាប់ថាកូនអើយទៅផ្ទះឯងចោះព្រឹកសុំឯងមកវិញកំឡោះនោះក៏លាទៅផ្ទះលុះយប់មកលឹបចាំស្ដាប់យកការនៅក្រុមដំណេកតានោះប្រុសគាត់និយាយគិតគូរនឹងប្រពន្ធគាត់តលតែដេកលុះវេលាយប់តាចាស់ចូលដេកក៏និយាយនឹងយាយថាដូនអានេះវាតមយាយម្ដាយបានប៉ុន្តែរូបរាងវាអាក្រក់មិនសមនឹងកូនយើងដូច្នេះយើងរកឧបាយយ៉ាងណាឲ្យវាខឹងយាយម្ដាយហើយយើងនឹងផ្ដាច់វាទេដូនឆ្លើយថាងាយទេបើដូច្នេះចូលតែឯងចូលក្នុងការុំមួយទៀតដាក់អង្ករព្រឹកឡើងវាមកខ្ញុំប្រាប់វាថាតាទៅកាប់អូសលើភ្នំមុនហើយខ្ញុំឲ្យវារែកតែឯងនឹងអង្ករទៅលើភ្នំបើវាធ្ងន់វាខឹងវាជេរនោះតែឯងនៅក្នុងការុំស្រាប់នឹងលឺហើយមកវិញផ្ដាច់វាបានដោយងាយតាយាយគិតគ្នាដូច្នេះហើយក៏ដេកទៅឯងដាក់កំឡោះលុបស្ដាប់ក្រុមផ្ទះលឺដង្ការហើយក៏វិលទៅដេកឯផ្ទះព្រឹកឡើងអ្នកកំឡោះនោះទៅបម្រើម្ដាយក្មេកឪពុកក្មេកក៏ស្រាប់តែឃើញយាយចាស់បង្ហាញអម្រែកហើយប្រាប់ថាកូនអើយអូឯងទៅកាប់អូសលើភ្នំហើយគាត់ប្តឹងថាឲ្យកូនឯងរែកអង្ករនេះឡើងទៅតាមឲ្យឆាប់ទោះបីគាត់ទៅតាំងពីព្រឹកមិនទាន់ទាំងហូបបាយផងមានតែកូនឯងរត់ទៅឲ្យឆាប់នឹងអាលដណ្ដាំបាយឲ្យអូឯងហូបកំឡោះនោះទទួលអម្រែកហើយក៏រែកទៅតាមជើងភ្នំដល់រកឡើងបន្តិចទៅធ្ងន់ណាស់ក៏រកចុះមកវិញហើយស្ដីថាអូអើយខ្ញុំឃ្លានបាយណាស់ខ្ញុំរែកឡើងទៅឲ្យឆាប់មិនបានទេបើវាធ្ងន់ម្លេះអាណានឹងរែកឡើងទៅវិញរួចបើអូមិនអាណិតខុតជាបន្ទាស់ដោយម្ដេចក៏ទទួលនិយាយហើយរកចុះមកវាលវិញលុះរែកទៅដល់កន្លែងមួយឃើញស្បៅស្ងួតល្អក៏រែកទៅដាក់ឈប់កណ្ដាលស្បៅនោះហើយដើរទៅបាត់មួយស្របក់ទើបដើរត្រឡប់មកវិញយកភ្លើងរត់អម្រែកលុះភ្លើងឆេះស្បៅជុំវិញហើយក៏ដៅដល់តាចាស់ដែលនៅក្នុងអម្រែកនោះគាត់ក៏បំរាស់ញ័ររង្គើទាំងការុងភ័យក្រែងភ្លើងឆេះស្លាប់ប៉ុន្តែជិនមិនរួចអ្នកកំឡោះធ្វើជារត់មកពីណាស្រែកថា
chứ nè ná đốt phượng che âm rạch anh vừa đột mà đích anh nhưng trồ từ bán bắp phượng che chung vinh đuổi nè trồ mình chọ tí thà hỏi trồ sạch nè cài lúc phượng che đỏ cà rung đấng tha ta chắc cái đào nát hơi tập stút chỗ từ ổ âm rạch trên bì phượng rồi hỏi phượng có che đạch sài cà rungลูกตาจ้าบำรัดnhỏเติมแหนกกำลังสลายกระรงเจนคืนตาเอาปกเมกระเลียเพลื้องแช่ทั้งสอกกระบาก็จำรีบทาจื้อลูกเอามันได้ก็มันปรับโกนกุมไอเพลื้องแช่สลับจอแม่อ้อยเนื้อไม่ตาจ้าขึงนะแต่ผมดังจีทัวดูมันเด็กล้างดาวตะยงมวยมกแถบวิ่งทรุมโคลนมวยทั้งไงนามวยดอยวิโอเจนปีเพลื้องนามวยดอยระเลียเพลื้องมกดอกแถบวิ่งขึ้นมันสดายมวยหมัดดอกแต่ให้ปรับโกนประสาทาตุบแต่เจาะพรึกสมอกไอโกนประสาเลียตุบแต่ดอยยุบก็หมกปูนกระรอมแต่หลบสดับเดียดลูกยุบตาเยโจเด็กตาในยุยปรับเยพิเรืองแต่โกนประสานุเถื่อสับกรึบให้ตาเอาเยช่วยกิดเดียดโดนจ่าทาปีมุนเวียเถื่อชแกตาแองเถื่อมาจ่าบ้านเจเวียเถื่อบาปตาแองบ้านดุชเน่ปรึกนี้ตาแองเอาเวียเถื่อมาจ่ามาดองให้ตาแองเถื่อชแกวิ่งตาเยกิดขณีให้เด็กเตยเจ้านุลุบสดับบานกาให้ก็ตะเด็กกับแต่เวียปรึกล้างเจ้านุตะบำราอุปกเมกมาได้เมกเดียดตาเยอ้อยโกนกระมุงเลือกบ้ายมกอ้อยเวซีรุยให้ตาก็ปรับทาโกนไอปีมาเสมึงแองเถื่อชแกngàyนี้แองเถื่อมาเจ้าแองมาดองแองเถื่อชกายวิ่งเจ้านุเฉลยบาดให้ปนใบนังตึกเตยไอตาเวียเถื่อจะชกายบ่อตามครอยลูกหัวปีแต่บันติกเตยวิขมได้ยังเลินก้มอ้อยปุกกระเมกเวียบ่อตอนอังดาวมาเด็กบ้านถ้าหอยไว้ชกายอ้อยบ่อตะมุกตาบ่อคงสมามันรัวเจ็ดตะดาวตามครอยโรอังดาวก็มันบานโกนประสาไวสเตอร์สลับฮอตสเตอร์ดักกิจอนแต่ปุ่มหานสตีปลุกมาโกนประสาลูกเตยชงายดอกทั้งไงตรองเวียสไลบายสีให้เวทาชกายไอโรอังดาวมันบานดาวแต่ครอยมนุษย์สีตะบายบังอ้อให้เวียบังออดมันอ่อยบายสีเวียอ่อยแต่จะอึ่งแช่งชกายจ้าองเงียมก็มันแปลกตัวไปเงียนทมิงเคลียนหน้าอังคุยเมินตะมุกเวียตัวแต่เวียสีให้เวียไว้มวยประนงเตียดเวียทาเนาะฮะตึกแต่เจ้าบ่มันแผ่เตชกายไอแสดงอย่างหนึ่งให้เวลางดาววิวตึกแต่วิงตาจะหอดนะเวียมันรุ่ยล่างดาตามครอยโกนประสาเถื่อมุกสุดแสลูกเธอดอยเจ้ากำลังปรับมาได้ขมิกทาไม้เราอังดาวมันบานเตปรุชกายมันสวะตาจะขึงหน้าปรับโกนประสาทาแองตึกแต่เจ้าพรึกสมหมอกวิงเจ้านุกก็เลียเตอดอยยุบหมอกป้วนลุกสดับกรองแต่เตียดลูกดอยยุบตาเยโจเด็กตาในเยปรับเยปีรึงโกนประสาบาบให้บ้องอดแต่งใบพองโดนทาเนาะเฮ้ออ้อยโกนเตอเวเตอประเด็กเวียมันบานเตอันนี้มีปรัชญานะแองเกตไอก็วิดังมุนตั้งอ๋อวิเธอบับสเตอแต่สลับมาเด็กก็มันเรียงแต่จัดฉลอยทาหนึ่งไอเวเตอเมื่อเตอรูปเรียงเวียมันซ้อมหนึ่งโกนยังซอบันไตยังถือกอลเอาวิคึงอ้อยวิจีมาได้เวียมันเจโดยชนะโดนช่วยเกตไอมาดองเตียดเมื่อวิเธอตามันบ้านส่วนประเด็กเวียโดนจัดทาอลอยตาบอปุ่มตอนตัวไปคลุนจ้ะดาวทรุกตามครอยเวียไอเวียก็แบหมอกทาชกายไอซี่ตะใบบังอ๋อเตอหมกมันเตอดาวแต่ครอยมาจ้ะรอนี่มีแต่ดอกเปเมียนมอนโรงเงียวแต่ไอลุกมุกซีสลาหกใบโจของกระรงเมื่อยเตะตรองกอบาปรึกลาวเวียมอขิงหนึ่งปรับเวียทาแต่ไอตับซาตินไอวันให้เขียมปรับไอเวียแรกเตอตามไอตอนในเวลียสีใบปรึกตัวใบเพลิงซาก็ชงายได้บาเวียรอเตอมันตอนเตโนลุกมกวิ่งหนึ่งปะไดโกนไปเวียบานงีเมื่อเตียต่อเตยดอกแป๊กกันดาเพลเวียมุกเจตงุนเวียประหายเจเวียกิดเคยทาสงัดห้อยวิเจมันคานแต่จ้าหนึ่งเจกิดกันในห้อยก็เด็กเตยไอโกนภาษาลุกสดับในครอมเตะดังกาหอยก็ตะเด็กเตะลูกปรึกล้างเช้านู่เรียบคลวนได้เจงตัวบำราอุปุกเมกเตียดดอนหอยมาได้เมกอ้อยโกนกระมุมเลือกใบยกมาอ้อยเช้าหนูสีเตียดสีหอยก็ประกูลอำไรอ้อยคูนภาษาแรกตัวตามอุปุกเมกไอภาษาโดยกิดขณีปีละเงียกนูเจ้าหนูแรกดาวตัวหอยกิดถามาดองนี้อังทั่วอ้อยอุปุกเมกอังนี้อ้อยโกนมักอังข้อมอ้อยกวาดร็อกกอลเถื่อเป็นเช้าอังครอยเตียดให้กระตาแรกดาวต้อยดอกกันดาวเพลยตักอำแรกเจ้าให้ทากระรุงนี้จองมดมันจวบเวียยกสายจองแถมเตียดลูแรกแต่ดอกกันลายเมียนเปรียกเมียนสเปียนกระดาอำแรกหรือสเปียนอ้อยพระเบสตรองจองกระดาเนื้อแต่บันติกหนึ่งเถือกปิสเปียนให้ทาอ่องเอ้ยทั้งไงนะเฮ้ยมาและซ้อมโออังเจมันคานอำแรกทวนแพรกมาเด็กไอตอนเนาะฮะโอเจก็เจเจ้าอังดักเนื้อนี้เตอร์เวียสันหรือสมตัวเตียดนิเยบรรดาดาวบรรดามือสบอกก็กันเชื่อมือทมดาวมอปีนี้บุกกระดาสเปียนหรือกรัมเธอหาโดยเจดำไรฉลองสเปียนให้สไลทาในหน้าดาอำไรเลสเปียนดำไรอังเวจอนโคยอัสไฮยกเจงไอชับสไลคล้ายบุกกระดากลางดาวโจลมอกไอตาเจ้าในเครื่องกระรงกึศมันทัดดำไรแมนไพกลางจอนฟรุมก็คำบำรักเชียร์เฟลดำไรหัวปิกระดาทะเลตัวเครื่องตึกโจกระรงกวาดชลดตึกตระดอยอเต็งกระรงสเตอร์แต่หนึ่งสลับไอกุมภาษาเคยดูชนะก็ตุกไอพึกตึกบันติกให้ออกโคยเตียดให้เธอเจดาวมักบีเวียสไลทาในนาเฮียนบอดำไรชายอำไรอังไอเธอเครื่องตัวตึกองกออันอ๋อโออังเอ้ยโอเจแถมเตียดหอยไหนก็กันแต่กระโปงหอยองกอตึกแถมเตียดนักกำล้อเคยองกุกเมกบำราหยอกระรงก็ทาโอ้เมียนเตรมาประแบพองเนาะฮะอังเจ้าตึกสรองมอกมือถ้าหอยก็โลดตึกสรองหลังมอกมือให้ทา
អើយបើវាទឹកនឹងស្រ័យហាថ្ងៃហើយរយយកទៅឲ្យណែធ្វើនំបញ្ចុកទុកឲ្យអូថាឲ្យស្រ័យមើលឃើញតានៅក្នុងការុងក៏ថាអូអើយម្ដេចមិនស្រែកប្រាប់ខ្ញុំកុំឲ្យស្លាប់ទៅហើយគេបោដំរីមកពីណាមិនដឹងគេឲ្យដំរីឆែកធ្លាក់ទៅក្នុងទឹកតាលិះហើយឡើងឈរដាវវាលមកផ្ទះវិញមិនមានស្ដីមួយម៉ាត់ដល់ទៅផ្ទះអស់ចំណេះពុំហានគិតពាក្យក៏រៀបការកូនក្រមុំឲ្យទៅអ្នកកំឡោះនោះទៅនិយាយយប់ទុកព្រៃនិយាយថ្ងៃព្រៃមានត្រជីកគម្រោងរឿងព្រេងនិទានខ្មែររឿងអាសុកាចអាសុកស្លូតកាលពីព្រេងនាយមានក្មេងប្រុសពីរនាក់នៅភូមិជាមួយគ្នាមួយឈ្មោះអាសុកស្លូតមួយឈ្មោះអាសុកាចឯអាសុកាចចិត្តអាក្រក់បើលេងលបែងអ្វីនឹងក្មេងផងគ្នារកតែរឿងឆ្លោះជេរវាយគេមិនដែលខានម្ដាយឪពុកអាសុកាចនោះជាអ្នកក្រន់បើមានស៊ីមានចាយកាន់ជើងអាសុកាចណាស់បណ្ដាជនខឹងភូមិនោះខឹងស្អប់អាសុកាចពុនពេកឯអាសុកស្លូតកំព្រាอึดមានមេដាបិតាមានតែជីដូនក៏ចាស់ជរាក្រលំបាកពេកក្រៃអាសុកស្លូតនោះបើលេងលបែងអ្វីនឹងក្មេងផងគ្នាក្នុងភូមិនោះពុំได้ឆ្លោះប្រកែកដាល់ម្ដងឡើយបណ្ដាជនក្នុងភូមិនោះអាណិតស្រឡាញ់ឲ្យចំណេះស៊ីខុសអ្នកនេះអ្នកនោះឲ្យមិនដែលសល់ខានម្លោះហើយអាសុកាចនោះច្រណែនទាំងមួម៉ៅក្តៅចិត្តរឹតតែកាចឡើងជេរវាយកូនគេឥតកោតញញើតចាស់នឹងចាស់ឆ្លោះគ្នាព្រោះតែកាន់ជើងកូនរៀងខ្លួនលុះអាសុកស្លូតនិងអាសុកាចចម្រើនអាយុធំឡើងអាសុកាចបបួលអាសុកស្លូតថាវិយើងចង់នាំគ្នាទៅកាប់ឫស្សីលុះរណាប់ទៅផ្ទះអាសុកស្លូតឯងបាក់ពុកឲ្យហើយអាសុកស្លូតថាឯងគ្មានប្រដាប់កំបិតឲ្យជាមុតមមទេទាំងអង្គត្រីសាច់ថ្នាំជក់ក៏គ្មានថងសពថ្ងៃរកបានព្រឹកខ្វះល្ងាចអាសុកាយថាកុំបាច់យកមកហូបចំណីថ្នាំជក់កំបិតគ្រប់ប្រដាប់ទៅឡើយធនាលើអញទាំងអស់ឯងមានតែខ្លួនចោះហើយក៏បណ្ដាគ្នាទៅដល់ផ្ទះអាសុកស្លូតហើយអាសុកស្លូតក៏និយាយប្រាប់ជីដូនថាបងសុកគេបបួលខ្ញុំទៅកាប់ឫស្សីលួសរណាប់ប្រដាប់ប្រដាអាហារភោជិននៅលើគេទាំងអស់ខ្ញុំមានតែខ្លួនទេជីដូនខ្វាត់ថាចៅកុំទៅព្រៃឫស្សីនោះស្ងាត់ណាស់អាសុកថាមិនអីទេយាយផ្ទះយាយបាក់ពុកអស់ហើយបានរណាប់មកក្រាន់នឹងជួសជុលកុំឲ្យភងយាយឯយាយប្រាប់ថាចៅទៅក៏ទៅចោះតែចៅមើលថាធំបូនផងអាសុកស្លូតអាសុកកាចវេកបាយសំនុំគ្រប់ប្រដាប់សម្រាប់កាប់ឫស្សីលួសរណាប់ចេញទាំងពីរនាក់ទៅដោយព្រៃឫស្សីកាប់បានហើយលួសរណាប់អាសុកកាចបានរណាប់តិចអាសុកស្លូតបានរណាប់ច្រើនហើយឈប់សម្រាកស៊ីបាយទាំងពីរនាក់អង្គុយទល់មុខគ្នាអាសុកកាចគិតថាជីវិតអាឯងមុខជីស្លាប់នឹងដៃឯងឥឡូវនេះគិតហើយក៏ចាប់យកកាំបិតបន្ទោះចាក់ចំភ្នែកអាសុកស្លូតដែលកំពុងស៊ីបាយអាសុកស្លូតស្រែកយំថាហេតុដូចម្ដេចក៏មកចាក់ខ្ញុំអាសុកកាចឆ្លើយថាអាឯងរករបររបស់ឯងហើយមកស៊ីបាយឯងទាំងរណាប់ក៏បានច្រើនជាងឯងទៀតអាសុកស្លូតឆ្លើយថាកាលបងឯងបពួលខ្ញុំមកកាប់ឫស្សីលួសរណាប់ខ្ញុំប្រកែកថាខ្ញុំគ្មានអ្វីទេ
បងឯងធនាថាបាយម្ហូបគ្រប់ប្រដាប់នៅលើបងឯងទាំងអស់បានជាខ្ញុំមកឥឡូវបងឯងចង់យករណាប់ទាំងអស់ក៏យកចុះគុំតែសម្រាប់ខ្ញុំអាសុកាឆ្លើយថាអាឯងនេះមាត់រឹងណាស់អាភាវនាទៅថាហើយអាសុកាក៏ចាប់កំបិតបន្ទាស់จากភ្នែកអាសុកស្លូតមកខាងទៀតឈាមបាញ់ហូរស្រកជោគមុខជោគដើមទ្រូងខ្វះភ្នែកទាំងពីរឈឺចាប់ខ្លាំងណាស់ស្ដាយជីវិតខ្លួនណាស់គិតដល់ជីដូនចាស់ជរាគំព្រានៅផ្ទះតែម្នាក់ឯងអាសុកាថាអាឯងទៅឲ្យត្រីវាស៊ីថៃថាហើយច្រានអាសុកស្លូតទៅជិតមាត់ស្ទឹងហើយធាក់ទម្លាក់ទឹកខ្លាំងទឹកស្ទឹងកំពុងហូរដោយគិតថាអាសុកស្លូតមុខជាស្លាប់ហើយក៏ប្រមូលរណាបទាំងហ្វោះចង់បាច់វាលមកផ្ទះដាក់រណាបហើយហួតទៅនិយាយថ្លែងកុហកប្រាប់ជាដូនអាសុកស្លូតថាចៅយាយឯងខ្លាចខំស្លាប់ទៅហើយយាយឮអាសុកកាយប្រាប់ថាខ្លាចខំចៅស្លាប់ក៏ទួយំសោកបុកខ្លួនហៀបនឹងខ្សែជីវិតឯអាសុការីករាយសប្បាយចិត្តហើយក៏ដើរលេងជិតផ្ទះដូចធម្មតាដោយចិត្តក្លាហានរកតែរឿងស្រួលនឹងគោគាត់ពីនេះដំណើរពីអាសុកស្លូតគ្រាដែលអាសុកាចាស់ឆ្កៀវភ្នែកទាំងពីរខាងហើយវាធាក់ទម្លាក់ទឹកស្ទឹងកំពុងហូរទៅនោះអាសុកស្លូតហែវបណ្ដៃខ្លួនតាមខ្សែទឹកហូរទៅក៏ភាវនារកពុទ្ធោពុទ្ធោពុំដាច់ពីមាត់គ្រានោះអ្នកតាមួយមានមហិទ្ធិឫទ្ធិខ្លាំងពូកែណាស់ដែលមានអាស្រមនៅក្នុងព្រៃរំលងជិតមាត់ស្ទឹងនោះអ្នកតាមានក្រពើធំមួយដេកនៅក្រោមអាស្រមអាចតំណែងជាមនុស្សបានដល់ពេលឃ្លានអាហារក្រពើនោះក៏វាចុះមកក្នុងស្ទឹងស្វែងរកអាហារវាហែលច្រាស់ទឹកហែលទៅហែលប្រទះនឹងអាសុកស្លូតដែលកំពុងហែលបណ្ដៃខ្លួនតាមខ្សែទឹកក្រពើលន់មាត់ថាអាយ៉ាលៀបធំណាស់តើអានមករកអាហារថ្ងៃនេះប្រទះបានមនុស្សស៊ីហើយប្រឹងស្ទុះហែវទៅជិតលឺមកថាពុទ្ធោពុទ្ធោក៏សង្ស័យក្នុងចិត្តមើលទៅភ្នែកទាំងពីរឃើញធ្លោរោប្រស្រីឆ្មៀនក្រពើគិតថាគួរអានយកទៅថ្វាយលោកតាអានកុំស៊ីមនុស្សនេះហើយក៏មុតគៀងអាសុកស្លូតឲ្យនៅពីលើខ្នងហើយត្រឡប់មកដល់អាស្រមវិញហើយតំណែងខ្លួនជាមនុស្សដឹកដៃនាំខ្លួនអាសុកស្លូតទៅថ្វាយអ្នកតាសួរអាសុកស្លូតនោះក៏ថ្វាយបង្គំរាយរឿងតាមដំណើរគ្រប់ប្រការអ្នកតាស្ដាប់សប្គ្រប់ហើយមានចិត្តមេត្តាអាសុកស្លូតនោះពុនពេកលោកថាអូអាសុកាចអីចិត្តអីអាក្រក់ម្លេះនោះចៅសុកស្លូតឯងកុំភ័យសឹមតាជួយសង្គ្រោះឲ្យចៅរស់ជីវិតភ្នែកក៏ឲ្យភ្លឺដោយតាមបានតែជួបនឹងជីដូនឯផ្ទះវិញថាហើយក៏ផ្សំទៅតាមដាក់ភ្នែកសូត្រទៅពុនភ្លុំភ្នែកឲ្យចៅសុកស្លូតនោះបានភ្លឺភ្នែកដោយតាមទើបអ្នកតាក្តាប់ដេកខ្សាច់មួយដៃសែទៅមុនភ្លុំដេកខ្សាច់ដាក់ដៃឲ្យចៅផ្ដាំថាចៅចូលអាងក្តាប់ឲ្យជាប់គម្លាបើទៅដល់ផ្ទះចៅប្រាប់ជីដូនឲ្យក្រៅកន្ទាលខាងផ្ទះហើយសឹមចៅដាក់ដេកខ្សាច់នេះទៅលើកន្ទាលអ្នកតាផ្ដាំហើយហូរក្រពើមកឲ្យចៅសុកជីកលើខ្នងហែលតាមស្ទឹងទៅបានទៅដល់កន្លែងដែលអាសុកាចាក់ទម្លាក់ក្នុងទឹកនោះចៅសុកឃើញព្រៃឫស្សីដែលកាប់លួរណាបក៏ចាំចាក់ក្រពើដាក់ចៅសុកឲ្យឡើងលើគោកចៅសុកក៏លាក្រពើដាក់រ៉ាប់ទៅដល់ផ្ទះហើយចូលទៅយំសំពះជីដូនឃៀងចៅហើយស្ទុះមកយំខ្សឹកសួននិយាយប្រាប់ចៅថាគេប្រាប់យាយថាខ្លាចខំចៅស្លាប់ទៅហើយម្ចាស់ជីវិតអីជីដូនយំសោកបុកខ្លួនអាស៊ូចៅហៀបនឹងខ្សែជីវិតចៅមិនស្លាប់ជីដូនអណាតរកអ្វីមកប្រៀបទុំពុំបានទេឯចៅសុកនិយាយប្រាប់ជីដូនតាំងពីទៅកាប់ឫស្សីលុះរណាបត្រីអាសុកាវាចាក់ភ្នែកធាក់ទម្លាក់ទឹកស្ទឹងហើយបានក្រពើនំទៅថ្វាយអ្នកតាលុះរៀបរាប់រឿងប្រាប់ជីដូនគ្រប់ប្រការជីដូនរឹងរឹតและអាណិតចៅពេកហើយវាប្រាប់ជីដូនថាយាយក្រៅកន្ទាលក៏មកផ្ទះទៅជីដូនក្រៅតាមពីចៅសុកក៏លាដៃដាក់ដេកខ្សាច់លើកន្ទាលកាជីប្រាក់គោក្នុងផ្ទះអូណាតែពីអ្នកជីដូននឹងចៅបានចាត់ចែងទិញសម្លៀកបំពាក់គ្រប់ប្រដាប់រើផែកសង់ផ្ទះថ្មីល្បីមានដាច់គេខាងភូមិនោះឯអាសុកាតឃើញអាសុកស្លូតក៏នឹកឆ្ងល់ក្នុងចិត្តថាអញចាក់ភ្នែកវាទាំងពីរខាងធាក់ទម្លាក់ទឹកស្មានថាវាស្លាប់ឥឡូវវារស់ឡើងវិញភ្នែកក៏ភ្លឺដោយដើមមានទាំងសម្បត្តិសម្បូរប្រើប្រាស់ក៏មានខ្វះអ្វីផ្លែកំពីដើមលុះដល់វេលាស្ងាត់មួយវាបានជួបនឹងអាសុកស្លូតក៏សួរថាកាលឯងនឹងអញទៅកាប់ឫស្សីលុះរណាបនោះវិស័យមកបណ្ដាចិត្តអញឲ្យចាក់ភ្នែកទាំងពីរខាងធាក់ទម្លាក់ទៅក្នុងទឹកស្ទឹងអញស្មានថាអញស្លាប់ហេតុម្ដេចក៏អញរស់ឡើងវិញហើយមានទាំងត្រាប់ច្រើនជាងគេផងអាសុកស្លូតឆ្លើយថាបានគុណបងកុំអីខ្ញុំក្រីក្រលំបាកតក់យ៉ាក់ដូចបងឯងដឹងស្រាប់ហើយនិយាយប្រាប់អាសុកាយតាមត្រង់ថាកាលដែលបងចាក់ភ្នែកខ្ញុំទាំងពីរខាងធាក់ទម្លាក់ក្នុងស្ទឹងទៅនោះខ្ញុំភាវនារកតាពុទ្ធោជាប់នៅមាត់ក៏បានជួបនឹងក្រពើនាំទៅថ្វាយអ្នកតាជប់ភ្នែកជប់ដេកខ្សាច់ឲ្យខ្ញុំលុះខ្ញុំមកដល់ផ្ទះដាក់ដេកខ្សាច់កាចជាប្រាក់មាសបានជាខ្ញុំមានសពថ្ងៃនេះអាសុកាយឬអាសុកស្លូតរេរឿងដូចនោះក៏បណ្ដាលចិត្តលុបលួនពុនប្រមាណគិតថា
anh đừng phừa ai bàn đôi sụt sụt thằng ngày khéo chụp nửa sụt sụt có như vậy thà sầm lại ơi anh trong tự cặp lưới sấy lúc nạp nộp bểแต่ยิงtự cặpตรงกลางมันนุไอ้ไฟตึกอาหารโพเจนถ้าน้ำจั่วกำบึดตัวทมประดับกับลฤาษีลดระนาบใส่ในเลือดอันถึงออกอันมีแต่ครวนเตอบานไห้สุกสลวดทาแข่งสำหรับอันเทียดสุกไก่ทามุนโนขมัดกำโรเวจั่วอันยังเงิดมุกอันจากอันดอไม่ดึงครวนเศร้าอันกงประกันเครื่องหนึ่งอันสุกสลวดทาจำคิมจูนเตยตึกบงสุกอันเหม็นกุนเลืออันเชิญคิมเบียงสมบัติรบกับรัวบองลูกปรึกหลังสุกไก่สไปใบสำนมเลือกรุดประดับด้วยมุนให้บันเดอร์ขเนดอปรีฤาษีลูกกับบานโป๊ะลุรนาพอยน้องขเนองกุยสีใบสุกไก่คอยกำบัดบรรทุกแต่สุกสลวดปรับทาอันจับเป็นอันมือขังเตยสุกสลวดประไก่ปุ่มพรมจ่าสุกไก่ทาชื่อจ่าหมอกเฮ้ยมันเด็กมันอันเด็ดขเนท้องซอสุกสลวดก็จับชิเกียด้วยทีจิเกตกระสายความเป็นมาข้างเตยสุกไก่ชื่อเปิดข้างนะแต่จิตจ้องประหยัดไปบานประด้วยสุกสลวดก็เอาสุกสลวดจับเป็นมาข้างเตียดให้บังกับสุกสลวดชรันเตจิตมาสตึงแต่บังกับไว้เทียบพอสุกสลวดก็เทียบตรงแหลกจงตึกสตึงสุกไก่สัวทาก้าวได้อันจากอันมันเนาะอันเทิมเด็กคลาสุกสลวดทาอันโรคแต่ปุถโธจบหนึ่งมอดสุกไก่ปรึงใส่โรคแต่ปุถโธมันชุบเลือดลมปงเปรย์หมดตึงโรคกระเปื้อก็พงจุบซอนามวยวิชิจับให้บันไดครูนิวบันติกเตยออกกำลังฉลุกตึกสลับเตยห้ามระลุยระละไตรซีในตายลดแหลกขบาลขมอดสุกไก่ก็อันแดตามกระใสตึกลงเกลือแต่ปุถโธแต่รับดองกำปงตึกมหาเศรษฐีวิเลียนุคนกระมุมมหาเศรษฐีน้อมคิลุมโปรสรีโจตมูติกกำปงแต่กันจรกตึกเลียงสบายสลับแต่เครื่องลดแหลกขบาลสุกไก่นวดอันแดงหมดจิตลุงสไลทาปุถโธคนกระมุมมหาเศรษฐีฉบเลียงตึงออกเนียนึกสังไซก็เปลือกหิงเพราะเมียไอ้แต่สรองยกเลยแหลกกบาลขโมยนุหมอกดักเลือกกุ๊กในหมดกำปงนุเลยแหลกกบาลขโมยนุวิมันบัดสงัดซอเจ้แต่ลุงเกรกแต่ปุถโธก้นกระมมมหาเศรษฐีก่อนนำหิงโปรสไรลางไปงูตึกโมเพราะไอ้หิงโปรสกันยกกบาลขโมยอสุกายนุหมอกเดียให้นิ่งจำเรียบมหาเศรษฐีสิอบุกเนียนแทลูกกับปุ๊บหิงเลือเลยแหลกกบาลขโมยมืออันใดตึกในกำปงเยื้องเบียลุงใส่โรคปุถโธเศรษฐีเสียมีตาบิดาสตับหายก็สตุ้มหมกเมียขึ้นกบาลขโมยนุกำปงใส่โรคปุถโธแมนอาชานะก็เอาเลี้ยงดุขัดดักเลยต่อโลแลกบาโนก่อนเนอแต่ใส่รูปปุถจีนิคือแม่นชุบพรึกเสถายโนแต่งแต่กวานพระมหากษัตริย์เนอตีจงแพร่ริเจรงจุบจุมอมันตรีจตุสตามรอดเปรพมได้คานเสถายจำเรียบอโลกทาเคียงบ้านโลแลกบาขโมยมวยเจ็ดใส่รูปปุถจีนิอโลกจตุสตามสลับให้ฉลอยทาเสถายก็ฮอกเทมันได้มีโลแลกบาขโมยนาเจ็ดใส่รูปปุถเตยังมันเชื่อเลยเสถายทาปุดประกอบนับบ่อยอโลกมันเชื่อเคียงเห็นพนอยโดยมีมวยรอยตำลึงอโลกจตุสตามเต็มบุญทายังเห็นพนอยหอยทัวสมบูรณ์จอกกิจสัญญาเสถายตัวรอดแต่เลือดอยากกบาขโมยใส่รูปปุถกาโกกานึกท้าลูกมุกจีจังยังเฮยสุดท้ายยกมีมวยรอยตำลึงมวยคนขโมยกันตอกได้เลยอยากกบาขโมยนู้อย่างรอฮัสเตอร์ลูกโจตัวดอยทวีคงเป็นทางไกลเลยอยากกบาขโมยบัดสำเร็จชิงปุ่มเลือดใส่รูปปุถซอกาโจโดจุ่มเปรย์ริจรุมได้เลยอยากกบาขโมยจะปุ่มมุกลูกจัตุสามติงบุญโนเฮยสุดท้ายบังคับท้าจะไม่ตีก็เป็นใส่รูปปุถเตอเลยอยากกบาขโมยบัดโซนชิงมันเลือดรูปปุถซอมหาสุดท้ายจันก็จุ่มมีมวยรอยตำลึงตัวโลไอลูกจะออกท้าสุดท้ายยกกบาขโมยมาเฟรูปปุถทั้งอินรอดคิงให้แท็กได้ใส่กลอนนตีเปรย์ริจรุมสุดท้ายข้างหนึ่งกบาขโมยนะเลี้ยลูกจิงหมอกเราดอกกำแพงสลับได้เลยแหลกกบาขโมยใส่ท้าปุถสุดท้ายเลยแต่ข้างหน้าดอลเดบ้าอายุปุถเท้าน้องยกเลยแหลกกบาขโมยตัวสมปุงเจ้าไหลกำปุงตึกบ้ายกตัวมันสมปุงไอเลิกตรอลอกจีบอลเลยแหลกกบาเตียงช่วยเจ้าตะกงตึกไอ้เลยแหลกกบาขโมยชาสุกไก่นุอันใดตามตึกถึงโหระสักตึกครอมเวียลงรกปุถเรียงตัวรอกำปุงวัดไปเดนุลูกสองนิมนต์ตัวสองตึกบ้านขึ้นเลยแหลกกบาขโมยนุลงรกปุถลูกก็สองตึกตะกดนิมนต์ลูกสองฟงจมูกสกุลเลยดูกบาขโมยนุสุหอยลูกปิชานาธากูยกกำตีเฉิงนี้เลียนึงรักขมุกสอบเรวิเฮียบรรจุนพอไอบ้านดอนหนึ่งได้สลับหอยลูกก็ยกกันตุกเลียบตามสับประเทียลูกเตยซอบันตีเป็นตุยยกตะเลียบตามรอยได้
កំរងរឿងព្រេងនិទានខ្មែររឿងសម្លាញ់ពីរនាក់កាលពីព្រេងនាយមានបុរសពីរនាក់ជាសម្លាញ់នឹងគ្នានិយាយសន្យាគ្នាថាកាលបើយើងមានប្រពន្ធហើយឯងក្តីបើមានទ្រព្យសម្បត្តិត្រូវយើងចិញ្ចឹមគ្នាទៅវិញទៅមកសន្យាគ្នាហើយយូរបន្តិចទៅសម្លាញ់មួយមានប្រពន្ធគ្រប់លក្ខសម្លាញ់មួយទៀតមានប្រពន្ធខាតលក្ខពេលលាយប់ចូលដំណេកសម្លាញ់ដែលមានប្រពន្ធគ្រប់លក្ខនោះនិយាយគិតគ្នាប្តីប្រពន្ធថាយើងរកស៊ីអីឲ្យមានឆាប់ប្រពន្ធថាអ្នកចង់រកស៊ីអីឬប្រើខ្ញុំឲ្យត្បាញរវៃលក់ដូរខ្ញុំទទួលតាមមិនហ៊ានទៅតឹងតចិត្តអ្នកទេលុះកន្លងមកពេលចូលដំណេកយប់ក្រោយទៀតប្តីនិយាយនឹងប្រពន្ធថានាងអើយបើគិតឃើញរបរមួយមុខបើបានដោយគំនិតនឹងបានមាសប្រាក់ផ្ដិលតកថាដោយងាយប្រពន្ធសួរប្តីថាគិតធ្វើម្ដេចក៏បានងាយម្លេះប្តីប្រាប់ប្រពន្ធថាជាច្រើនឆ្នាំមកហើយនៅក្នុងសមុទ្រមានសម្បោរអ្នកជំនួញគ្រប់ប្រទេសខ្លះសុខសប្បាយខ្លះលិចលង់របស់ទ្រព្យសពសារពើមាសប្រាក់កប់នៅបាតសមុទ្រនោះច្រើនយើងគិតនាំគ្នាទៅបាចទឹកសមុទ្រនោះឲ្យរៀងក្រៅអ្វីមាសប្រាក់របស់គ្រប់មុខនោះបើបានត្រីធំតូចយើងធ្វើងៀតធ្វើផ្អកប្រហុកព្រឹកប្រហាមស្រាំងនេះនាងឯងដាំបាយដួសដាក់កញ្ជើឲ្យមានម្ហូបនិងស្លំលូផងយើងទៅបាចទឹកសមុទ្រឲ្យរៀងប្រពន្ធលឺប្តីប្រាប់ហើយក៏ធ្វើតាមបង្គាប់លុះព្រឹកឡើងរៀបគ្រប់ប្រដាប់រួចក៏នាំទៅមាត់សមុទ្រហើយទុកដាក់បាយម្ហូបចំណីដោយស្រួលទើបប្តីកាន់កញ្ជើមួយខំបាយទឹកទៅលើគោកបាយតតែដល់ពេលបាយទើបជប់បរិភោគលុះបរិភោគបាយរួចនាំប្តីប្រពន្ធបាយទៀតដល់ល្ងាចទើបទៅផ្ទះព្រឹកឡើងនាំគ្នាទៅបាយទៀតដល់ល្ងាចទើបនាំគ្នាមកផ្ទះវិញបាយបានចំនួន5ថ្ងៃប្តីក៏ឈរបាំងដៃមើលទឹកសមុទ្រហើយប្រាប់ប្រពន្ធថាទឹកស្រកសណ្ដែកហើយនាងប្រពន្ធឆ្លើយថាបើដូច្នោះយើងខំបាយទៅបើយូរណាស់ត្រឹមកន្លះខែទៀតមកជារៀងហើយយើងចាប់យកត្រីធំតូចវេះធ្វើងៀតផ្អោកប្រហុកថ្លឹងលក់យកប្រាក់មួយទៀតយើងត្រូវរកកាយយកប្រាក់មាសតោថាចានក្បានដែលមាននៅក្នុងសំពៅទាំងប៉ុន្មានដែលលិតលង់មកយូរឆ្នាំនោះមិនដឹងបើយកទៅណាអស់ទេថាហើយដល់ល្ងាចនាំគ្នាត្រឡប់មកផ្ទះវិញព្រឹកឡើងនាំគ្នាទៅបាយទៀតហើយនិយាយតែពាក្យដដែលដូចថ្ងៃមុនហ្វូងមច្ឆាក្នុងសមុទ្រស្ដាប់ឮដឹងដំណើរសពគ្រប់ភ័យបារម្ភណាស់ជំនុំគ្នាថាយើងមុខជាស្លាប់ម្ដងនឹងហើយគួរតែយើងនាំគ្នាទៅទួលស្ទីកត្រីអន្សាសមុទ្រទៅរស់ជីវិតគិតហើយនាំគ្នាមុខហែលទៅដកស្ទីកត្រីទួលតាមដំណើរដែលបុរសប្តីប្រពន្ធមកបែកទឹកសមុទ្រនោះស្ទីកត្រីដឹងហើយបង្កប់ត្រីទាំងប៉ុន្មានដែលទៅទួលនោះថាឯងរាល់គ្នាពំយកមាស5កន្លោះប្រាក់5កន្លោះនិងតកថាផ្ដើបានទៅឲ្យបុរសប្តីប្រពន្ធអង្វរគេឲ្យលេងបែកទឹកសមុទ្រទៅថៃទាំងនោះក៏យកវត្ថុគ្រប់ចំនួនតាមស្ទីកត្រីបង្គាប់រួចនាំគ្នាលំហែមកដល់បុរសប្តីប្រពន្ធអង្វរសូមឲ្យលេងបែកទឹកសមុទ្រថៃទាំងនោះក៏ហាមាត់ខ្ចាស់គីឡូមាសប្រាក់តកថាផ្ដើចានឲ្យបុរសប្តីប្រពន្ធមានសេចក្តីត្រេកអរពន់ពេកក៏ជប់លែងបែកទឹកពីថ្ងៃនោះនាំប្តីប្រពន្ធរកតួជញ្ជូនទៅទុកផ្ទះត្រាតែអស់បុរសប្តីប្រពន្ធក៏មានទ្រព្យសម្បត្តិច្រើនធ្គឹងរុងរឿងបានសេចក្តីសុខរៀងតែបរនីពីសម្លាញ់ដែលមានប្រពន្ធខាតលក្ខគាត់ភ្ញាក់នឹករលឹកដល់សម្លាញ់ហើយនាំប្រពន្ធទៅលេងផ្ទះសម្លាញ់ដែលមានប្រពន្ធគ្រប់លក្ខលុះឡើងដល់លើផ្ទះឃើញគេនៅរាប់អានចាំចិត្តស្និទ្ធស្នាលដោយពីដើមគាត់គន់មើលរបស់ទ្រព្យប្រដាប់ប្រដាក្នុងផ្ទះគេហើយនឹកក្នុងចិត្តថាពីដើមសម្លាញ់គេមានទ្រព្យសម្បត្តិលឹមគួរសមទេឥឡូវនេះគេរករបស់អ្វីក៏មានទ្រព្យសម្បត្តិច្រើនម្ល៉េះគិតហើយត្អូនប្រាប់សម្លាញ់មានទ្រព្យសម្បត្តិថាសម្លាញ់អើយអញសពថ្ងៃនេះក្រលំបាកណាស់ចុះសម្លាញ់ឯងរកស៊ីចំណូញអ្វីក៏មានទ្រព្យសម្បត្តិច្រើនម្ល៉េះសម្លាញ់ដែលមានប្រពន្ធគ្រប់លក្ខថាសម្លាញ់អើយអញរកស៊ីបែកទឹកសមុទ្រតែពីរញឹកនឹងប្រពន្ធអញពេលព្រឹកទៀបភ្លឺប្រពន្ធអញដាំបាយគ្រប់ប្រដាប់លុះភ្លឺឡើងនាំគ្នាទៅបែកទឹកសមុទ្រល្ងាចត្រឡប់មកផ្ទះវិញស្ទេកត្រីភ័យបង្កប់ត្រីជាបរិវារឲ្យពំមាសប្រាក់នឹងរបស់គ្រប់មុខឲ្យអញឯសម្លាញ់មានប្រពន្ធខាតលក្ខដឹងហើយក៏លាសម្លាញ់ដែលមានប្រពន្ធគ្រប់លក្ខគេក៏ឲ្យប្រាក់យកទៅចិញ្ចឹមជីវិតលុះត្រឡប់ទៅផ្ទះវិញពេលចូលដំណេកបុរាណនោះនិយាយនឹងប្រពន្ធថាព្រឹកនេះអញដាំបាយពីយកព្រាបប្រដាប់ឲ្យមានសពគ្រប់ភ្លឺឡើងយើងនឹងនាំគ្នាទៅបែកទឹកសមុទ្រឲ្យបានមាសប្រាក់របស់ទ្រព្យដូចសម្លាញ់យើងលោកយូច្បាស់មេខាតលក្ខជាប្រពន្ធបានក្រក់បង្កាត់ភ្លើងឆេះហើយបានបើកកាភេវត្តអង្គកំពុកម្ដងមួយទូកដៃយកអង្គទៅលាងកំពុកមួយទូកដៃទៀតចុះអង្គទៅក្នុងឆ្នាំងកំពុកទៀតដកពួរចាក់បាយកំពុកទៀតចុះអង្គចំនួនលឹមឆ្អិនពេញឆ្នាំងបាយនៅតកន្លះឆ្នាំងតតែថែងណាស់ហើយទើបដួសដាក់កញ្ជើហើយបណ្ដោប្តីប្រពន្ធទៅបាតទឹកសមុទ្របាទទាំងខឹងទាំងជាបាទចំនួន5ថ្ងៃអស់ហ្វូមច្ឆាទុយធំផៅភ័យពិតភ័យនិយាយគ្នាថា
บุรอประเดประปุนปีนามาใบตึกสมุดเตียดหายปวดไตรก็สำลึงเต็งฟวงจำเมยจำสดับประปุนขาดและบอกเรเดใบตึกนูให้ทาใบจูทั้งไงเฮยมันบานคืนระบบเอาไว้อังบัญชีที่อังแรงใบเฮยสรุปประเดประปุนเจไม่ได้ประเดเป็นจอประปุนประกาศจำบับกันนี้ประแต่งสมปวดกันเนี่ยตัววินตัวโมต่อแต่อาสราเต็งประเดเต็งประปุนเล็กเกยขมาน้ำหมอดสมุดหายเนี่ยเต็งปีเนี่ยทาเข้มเกยก็เข้มโจแรงใบเฮยเตรเต็งนุดลือทาแรงใบเขาเตรอทั่วเจ็ดแรงสุอ้อยเมียพระระเบิดเต็งปวงเตรเต็งนูบานเคยเกยขมาบุรอประเดประปุนก็หลุดซอยเต็งฟวงไอเตรสันได้ซอยต่อแต่ระยะมอดบานจีหมอดทุ่มหรือเกยหายกระโหดดอกปัจจุบันนี้บุรอประเดประปุนขมีบานไอซอกก็เล็งชลุกกันเนี่ยน้องขณีดอกสาไรประเดมืออำไรมาปุนมือตรนูตรลอกมุกเดียฟิงจะสาไรจอนมากินจริงจังไอระลุยคุยออฟเตยนิ่งรถรกเนี่ยมีคัดและรถรกกระบักตึงซาកំប្រងរឿងព្រេងនិទានខ្មែររឿងសួស្ដីនិងអពុមង្គលសម័យមួយសិរីសួស្ដីនិងអពុមង្គលជួបនិយាយគ្នាអពុមង្គលសួរទៅសិរីសួស្ដីថាលោកមានឫទ្ធិអំណាចដូចម្តេចខ្លះសិរីសួស្ដីប្រាប់ទៅអពុមង្គលថាឫទ្ធិអំណាចអញជាសិរីសួស្ដីនេះខ្លាំងពូកែណាស់សងបីតែមនុស្សខ្ញុំគេទោះគេស្អប់គេមិនមេត្តាតែអញទៅសន្ធិដ្ឋកាលណានឹងបណ្ដាលឲ្យគេស្នេហាទំនុកបំរុងដល់រាបដល់បានរាជសម្បត្តិឯសិរីសួស្ដីសួរទៅអពុមង្គលវិញថាឫទ្ធិអំណាចដូចម្តេចខ្លះអពុមង្គលឆ្លើយថាឫទ្ធិអំណាចក្នុងនេះបើខ្ញុំទៅសន្ធិដ្ឋនៃឈ្មោះណាបណ្ដាលឲ្យគេស្អប់គេខឹងខូចខាតសម្បត្តិទ្រព្យវិនាសអន្តរាយសូម្បីតែបានរាជសម្បត្តិហើយក៏គង់ផ្លោះធ្លួយធ្លាក់ខ្លួនទៅជាខ្ញុំគេបានអពុមង្គលចង់ដឹងឫទ្ធិសិរីសួស្ដីក៏ប្រាប់ថាខ្ញុំឃើញខ្ញុំសទ្ធិម្នាក់ឈ្មោះអាតុលសប្តាហ៍ថ្ងៃនេះសទ្ធិប្រាឲ្យឃ្លាលគោក្របីសទ្ធិខឹងនឹងអាតុលជេរវេតែសប្តាហ៍ថ្ងៃថាពុំមើលថែរក្សាគោក្របីឲ្យស្គុំអស់ខ្ញុំចង់ឲ្យលោកសិរីសួស្ដីទៅសន្ធិដ្ឋនៅលើរូបអាតុលខ្ញុំសទ្ធិនោះបើវាបានរាជសម្បត្តិខ្ញុំក៏ជឿថាលោកមានឫទ្ធិខ្លាំងពូកែប្រកបមែនសិរីសួស្ដីប្រាប់អពុមង្គលវិញថាឯងចាំមកគុណមើលចុះថ្ងៃស្អែកនេះឯងចូលទៅសន្ធិដ្ឋនៅលើរូបអាតុលខ្ញុំសទ្ធិហើយតែកាលណាឯងចូលទៅនៅហើយមិនយូរប៉ុន្មានមុខជាអាតុលខ្ញុំសទ្ធិនោះវាបានសោយរាជសម្បត្តិមិនខានលុះព្រឹកឡើងដល់ពេលអាតុលបញ្ចេញគោក្របីពីក្រោលយកទៅខ្វៀលសិរីសួស្ដីចូលទៅសន្ធិដ្ឋនៅលើរូបអាតុលក៏រីករាយសប្បាយខំចិត្តប្លែកពីថ្ងៃមុនដល់ពេលល្ងាចអាតុលគៀងគោក្របីត្រឡប់មកបញ្ចូលក្រោលឯផ្ទះវិញសទ្ធិតាំងដេប្រពន្ធឈួរមើលគោក្របីឃើញអាតុលរៀងទ្វារក្រោលគោក្របីខ្នប់ហើយទើបឡើងទៅអង្គុយលើផ្ទះសទ្ធិជីចៅហ្វានៅត្រង់កន្លែងខ្លួនដូចសពដងកៅសទ្ធិតាំងដេប្រពន្ធឃើញអាតុលហើយក៏នឹកក្នុងចិត្តអាណិតថាអូអាតុលអើយទៅខ្វៀលគោក្របីអត់បាយក្រហាយទឹកតល្ងាចទើបបានបាយបរិភោគម្លេះសំវាឃ្លានយ៉ាងណាទៅ
គិតហើយក៏ដាក់ទឿនឃ្លាមកំដរស្រីឲ្យដោះដួបាយស៊ីរាល់គ្នាខ្ញុំស្រីក៏ដោះដួភោជនាហារណាដែលមានឧជារសយកទៅដាក់ជូនសិទ្ធិហើយប្រជុំគ្នាបរិភោគសិទ្ធិបដិប្រពន្ធហៅអាតុនឯមុខចិត្តចាប់ម្ហូបដែលមានឧជារសឲ្យបរិភោគរួចសិទ្ធិបដិប្រពន្ធគុណមើលកិរិយាឬរូបអាតុននោះក៏ឃើញថាសំរុំឥតខ្ចោះរោគទោះចិត្តត្រង់ណាគ្មានបណ្ដាជនទាំងស្រីប្រុសឲ្យតែឃើញរូបអាតុននោះកាលណាក៏មានចិត្តស្នេហាមេត្តាពុនប្រមាណឯសិទ្ធិបដិប្រពន្ធជាចៅហ្វាអាតុលនោះនិយាយគិតគ្នាថាសពថ្ងៃនេះយន្តអត់កូនទ្រព្យសម្បត្តិក៏មានច្រើនអំណើតបើអិតពីអើងទ្រព្យសម្បត្តិនឹងអន្តរាយអាសាអិតកាគួរលើកអាតុលឡើងទំគឹងធ្វើជាកូនកុំឲ្យវាខ្វៀលគួរក្របីទៀតត្បិតអាតុលនេះសាច់ឈាមរឹកពីល្អណាស់ល្មមសំគួរជាកូនអៀងបានដល់ពេលល្ងាចអាតុលត្រឡប់មកពីខ្វៀលគួរក្របីវិញសិទ្ធិទាំងដីប្រពន្ធឃើញអាតុលរឹកតែស្នេហាមេត្តាពុនពេកក៏ហៅឲ្យបរិភោគបាយជាមួយមិនឃ្លាតឆ្ងាយពីខ្លួនឈប់ឲ្យខ្វៀលគួរក្របីចាប់តាំងពីថ្ងៃនោះតទៅសិទ្ធិទាំងដីប្រពន្ធយកសម្លៀកបំពាក់គ្រឿងមាសប្រាក់មុខទុកតាំងឲ្យអាតុលហើយប្រាប់ថាពីថ្ងៃនេះទៅអញទុកឯងជាកូនអំណោះពីអញទៅទ្រព្យសម្បត្តិអញទាំងប៉ុន្មាននៅលើដៃកូនឯងទាំងអស់អាតុលក៏រីករាយសប្បាយជាទីបំផុតដោយអំណាចសិរីសួស្តីសន្ធិដ្ឋលើខ្លួនលោកអាតុលចម្រើនអាយុពេញរូបរាងឡើងក៏រឹតតែល្អរកបុរសឯណានឹងប្រៀបទឹមស្មើពុំបានរាល់ព្រឹកល្ងាចសិទ្ធិតែងចូលគាល់ព្រះមហាក្សត្រពុំដែលលះខានក៏នាំយកអាតុលជាកូនទៅគាល់ផងព្រះរាជាទ្រង់មានព្រះរាជាបុត្រីមួយព្រះអង្គស្ដេចចេញប្រថាប់នៅក្រឡាព្រះនៅឆ្ងាលព្រះរាជាបុត្រីក៏ដិតដោយក្រោយព្រះអង្គមកកាលមហាសិទ្ធិនាំកូនចូលក្រាបបង្គំគាល់ព្រះមហាក្សត្រទ្រង់ផ្ទៀងព្រះនេត្រឃើញសិទ្ធិនិងកូនអង្គុយគាល់ទឹមគ្នាទ្រង់ត្រាស់សួរថាកូនសិទ្ធិឬសិទ្ធិទូលថាកូនទូលព្រះបង្គំជាខ្ញុំស្ដេចទ្រង់សរសើរថាកូនសិទ្ធិមានរូបមានឫទ្ធិល្អណាស់ព្រះរាជាបុត្រីក៏នឹកក្នុងព្រះបទ័យថាកូនសិទ្ធិនោះមានលំអនឹងរកបុរសណាផ្ទៀងពុំបានធ្វើមិនដេចនឹងបានជាស្វាមីអញដល់ពេលគួរស្ដេចនឹងព្រះរាជាបុត្រីនោះយាងចូលទៅខាងកណូវឹងសិទ្ធិក្រាបថ្វាយបង្គំលានាំកូនត្រឡប់មកផ្ទះដល់ផ្ទះកូននិយាយនឹងសិទ្ធិថាសូមលោកឲ្យលោកម៉ែមេត្តាកូនទៅដណ្ដឹងព្រះរាជាបុត្រីស្ដេចឲ្យខ្ញុំត្បិតកាលខ្ញុំចូលទៅគាល់ជាមួយលោកឪពុកនោះខ្ញុំបាទឃើញច្បាស់ព្រះរាជាបុត្រីនោះល្អណាស់បើមិនដណ្ដឹងឲ្យខ្ញុំទេខ្ញុំមុខជាស្លាប់មិនខានដោយស្នេហាកូនពេកសិទ្ធិបដិប្រពន្ធក៏ប្រថុយខ្លួនរៀបទូមាសប្រាក់ដាក់គ្រឿងបណ្ណាការជាតង្វាយសុទ្ធតែពេកនិងមាសពោប៉ាច្រើនទុកលុះព្រឹកឡើងនាំតង្វាយនោះទៅរៀបចំគ្រឿងទីព្រះរាជារោងព្រះមហាក្សត្រស្ដេចចេញមុខឯណាមឿនធំទុយគាល់សិទ្ធិទាំងដីប្រពន្ធក៏គាល់នៅចិត្តគ្រឿងបណ្ណាការតង្វាយនោះស្ដេចត្រាស់សួរថាសិទ្ធិតង្វាយយីប្លែកណាស់មានការអ្វីសិទ្ធិបដិប្រពន្ធក្រាបបង្គំទូលថាសូមព្រះរាជាទេចាស់តំកលលើត្បូងសូមទ្រង់ជ្រាបក្រមល្ងងធូលីព្រះបាទសូមទ្រង់ប្រោះព្រះរាជាទានព្រះរាជាបុត្រីសំនឹងកូនទូលព្រះបង្គំជាក្នុងស្ដេចទ្រង់ជ្រាបទ្រង់ព្រះរាជាអនុញ្ញាតទ្រង់ចាត់មុខក្រសួងឲ្យរៀបព្រះរាជាពិធីសមោសរហោរាថ្វាយរាជទ្រង់ផ្សំព្រះរាជាបុត្រីនិងកូនសិទ្ធិហើយផ្ទេរទាំងរាជសម្បត្តិឲ្យគ្រប់គ្រងផងលុះបានរាជសម្បត្តិហើយស្ដេចទូលនឹងព្រះនាងមហេសីក៏បានប្រកបសេចក្តីសុខឥតទុក្ខាមហាប្រសារៀងទេនិយាយពីរំអពុមង្គមវិញការជួបនឹងសិរីសួស្តីក៏ថាលោកសិរីសួស្តីខ្ញុំជឿហើយឃើញថាលោកមានឫទ្ធិជួយស្ដេចទូលឲ្យបានរាជសម្បត្តិមែនដូច្នេះលោកចាំមើលឫទ្ធិខ្ញុំវិញម្ដងសូមលោកលែងសន្ធិដ្ឋទៅលើរូបស្ដេចទូលទៅសិរីសួស្តីក៏ថយគេងពីរូបស្ដេចទូលអពុមង្គលក៏ចូលទៅសន្ធិដ្ឋលើរូបស្ដេចទូលម្ដងឯស្ដេចទូលចាក់តែមួម៉ៅក្លោក្រហាយព្រះនាងមហេសីសិរីបរិវារក៏ពុំសូវយកចាត់ទុកដាក់គ្រប់ប្រណិប័តបណ្ដាចាត់ឲ្យតែខឹងស្អប់ស្ដេចទូលអស់លោកចាត់ទុកស្ដាំទាំងប៉ុន្មានក៏ពុំសូវជួយចាត់កិច្ចចង់ឲ្យតែព្រះវររាជាពីតាក្មេកយករាជសម្បត្តិទៅវិញចំណែកស្ដេចទូលជាតែក្តៅក្រហាយអន្តអន្តែងចង់ទៅក្រសាទីទំនាបមាត់បឹងក្រៃពេកក៏នាំព្រះនាងមហេសីស្រីបរិវារជាងទៅលោកទៅដល់ក៏ឲ្យធ្វើព្រះបន្លាស្នាក់ក្រសានៅទីមាត់បឹងនោះឬតែសាប់សួរត្រដៅគោត្រដៅក្របីស្ដេចទូលក៏ផ្នែកនឹងអាណិតខ្លួនការនៅជាខៀវមហាសិទ្ធិដែលគេប្រើឲ្យខ្វៀវក្របីហើយក៏ទ្រង់ព្រះកុនសែងសឹកសួរព្រះនាងមហេសីសួរថាព្រះអង្គហេតុអ្វីក៏ទ្រង់សឹកសួរម្ល៉េះស្ដេចទូលប្រាប់ព្រះនាងមហេសីតាមត្រង់ថាលះបាំងឯងម្ចាស់អូនអើយខ្លួនបងនេះមិនមែនគុណសិទ្ធិទេពីដើមបងជាខៀវសិទ្ធិគេប្រើឲ្យខ្វៀលគោក្របីឥឡូវលឺត្រដៅគោក្របីបងនឹកសង្ហេសងួតអាណិតខ្លួនបានជាបងយំព្រះនាងមហេសីបានលឺថាជាខ្ញុំសិទ្ធិក៏មានចិត្តទោមមនុស្សក្នុងព្រះបទេពុនពេកថាអូព្រះបរៈពិមាភូមិគួបសំគុំ
កូនផ្ទេរទាំងរាជសម្បត្តិឲ្យទៅខ្ញុំគេសោះខ្នល់ហើយក៏នាំស្ដេចទុលនិងស្រីបរិវារដែលតាមហេតុទៅទាំងប៉ុន្មានត្រឡប់ចូលព្រះរាជាវិញចូលក្រាបថ្វាយបង្គំវររាជាបិតាមាតាតាមរឿងដែលស្ដេចទុលជំគ្រប់ប្រការស្ដេចជាវររាជាបិតាមាតាទ្រង់ជ្រាបហើយទ្រង់គ្រួតពុនប្រមាណទ្រង់ត្រាស់ឲ្យហៅសទ្ធិទាំងដីប្រពន្ធមកលាត្មាជាទងន់ហើយប្រគល់ស្ដេចទុលឲ្យទៅសទ្ធិប្តីប្រពន្ធនាំយកទៅផ្ទះវិញឯរាជសម្បត្តិស្ដេចទ្រង់គ្រប់គ្រងវិញសទ្ធិប្តីប្រពន្ធនាំអាតុលទៅដល់ផ្ទះហើយជាវាយត្មាទីពេលលែងរាប់អែនជាកូនឲ្យអាតុលខ្វៀលគោក្របីទុកជាខ្ញុំដូចដើមម៉ារីយ៉ាថ្លៃឲ្យយកម៉ារីយ៉ាធុឲ្យវាកម្រងរឿងព្រេងនិទានខ្មែររឿងស្ត្រីម៉ាយ៉ាដកខ្ញីមានបុរសម្នាក់និងស្រីម្នាក់ជាប្តីប្រពន្ធនៅក្នុងស្រុកមួយប្តីជាមនុស្សចិត្តត្រង់តែគ្មានប្រាជ្ញាឯនាងប្រពន្ធនោះជាស្រីចិត្តមិនត្រង់នឹងប្តីតែចេះម៉ាយ៉ាច្រើនថ្ងៃមួយនាងប្រពន្ធមានចិត្តប្រាថ្នាចង់ជួបនឹងសហាយណាស់ដោយឃ្លាតគ្នាយូរហើយតែមិនដឹងជាធ្វើម្ដេចនឹងទៅជួបបានព្រោះភូមិនោះនៅឆ្ងាយពីគ្នាបើដើរទៅខ្លាចខ្មោចភ្លុងនាងប្រពន្ធក៏និយាយនឹងប្តីខ្លួនថាញ៉ាល្ងាចនេះយើងគិតទៅរកទីនមន់មួយមកធ្វើស៊ីបាយម្ដងអ្នកចង់ស៊ីទេប្តីតបវិញថាចង់ស៊ីដែរប្រពន្ធថាខ្ញុំចង់ស៊ីខួខ្ញីប្តីថាអានក៏ចង់ស៊ីខួខ្ញីដែរថាហើយក៏បបួលគ្នាចុះដើរទៅទីនមន់អ្នកស្រុកនៅភូមិជិតផ្ទះសហាយនោះប្តីនិងប្រពន្ធបបួលគ្នាសួររកទីនគ្រប់តែផ្ទះនាងប្រពន្ធដើរបែកពីប្តីទៅជួបសហាយវានិយាយកិច្ចការផ្សេងរួចមកជួបនឹងប្តីវិញហើយប្រាប់ប្តីថាញ៉ាផ្ទះឯនោះគេមានមន់លក់គេប្រាប់ខ្ញុំអំពីមិន ប្តីព្រមទៅតាមប្រពន្ធប្រាប់ក៏ទិញបានមេមន់មួយយូរត្រឡប់មកផ្ទះវិញពេលនោះជាពេលពុនប្រលប់ទៅដល់ពាក់កណ្ដាលផ្លូវស្រាប់ថានាងប្រពន្ធធ្វើម៉ាយ៉ាក៏ដែមទ្រង់ហើយថាអូញ៉ាអើយភ្លេចដូចគេលត់ទៅហើយប្តីសួរថាភ្លេចអីប្រពន្ធថាភ្លេចខ្ញីទៅហើយញ៉ាបើដូច្នោះញ៉ាឯងនៅឯនោះសិនចុះខ្ញុំរត់ទៅវាឆាប់ហើយនាងនោះរត់ទៅប្តីក៏ឈរចាំប្រពន្ធឯនាងប្រពន្ធការឃ្លាតពីប្តីហើយក៏គេចទៅជួបនឹងប្រុសសហាយខ្លួនហើយតែរលើកសហាយខ្លាំងណាស់ក៏ប្រះដេកទៅដីមិនរកផ្ទះសម្បែងទេដោយប្រញាប់ទៅជួបប្តីវិញឯបុរសសហាយនោះក៏ទទួលភារៈនាងនោះទៅរួចនាងនោះយកខ្ញីពីសហាយហើយប្រាំថាល្ងាចនេះឲ្យអ្នកបងចាំមើលបើមានពេលស្រួលចូលទៅដេកម្ដងទៀតចុះនិយាយកិច្ចការសពគ្រប់ហើយនាងនោះក៏ត្រឡប់មកឯប្តីដើមវិញដីដែលប្រាក់ដេកនោះក៏នៅជាប់នឹងខ្នងមិនតាន់បោះនៅឡើយព្រោះដើរមកដោយប្រញាប់លក់ដើរមកដល់ប្តីខ្លួនហើយក៏សើចក្អាកក្អាយនិយាយទៅកាន់ប្តីថាបើអ្នកឃើញអំបញ្ញប្រហែលជាសើចដៃខកស្លាប់ហើយប្តីសួរថាសើចអីប្រពន្ធតបថាណែអ្នកមើលក្នុងខ្ញុំបោះអាយបន្តិចមកនឹងហើយខ្ញុំដោះខ្ញីវារបួសដៃទាំងអស់ខ្ញុំលួចផ្ងាយទៅក្រោយបះជើងជ្រុងបានជាដីប្រឡាក់ក្នុងខ្ញុំអស់ប្តីមិនដឹងក៏បោះក្នុងឲ្យប្រពន្ធទៅរួចហើយនាំគ្នាដើរទៅផ្ទះធ្វើបាយនឹងមាន់ស៊ីធ្វើរួចហើយពេលងងឹតស៊ីបាយរួចប្រពន្ធនិយាយនឹងប្តីថាញ៉ាភ្លុំបីទៅខ្ញុំនឹងស្ដាប់ប្តីក៏យកបីមកភ្លុំប្រពន្ធដេកស្ដាប់បន្តិចទៅក៏គេមកដេកលើភ្លើប្តីហើយថាពីរោះណាស់ញ៉ាភ្លុំបីភ្ញាក់មើលរុនដែរទេបើញាក់មិនមើលរុនធ្វើមកដេកនឹងចាប់បាយបាត់ឲ្យត្រូវទំនុកប្តីតបថា
ទេមិនបាច់មើលរុនទេព្រោះដៃចាំស្ទាត់ហើយចំណាំរុនផងប្រពន្ធថាបើដូច្នេះខ្ញុំបិទភ្នែកអ្នកទាំងពីរមើលអ្នកនៅតែព្រមពីរូបដូចដែរឬទេប្តីតបថាបិទចុះក៏នៅតែព្រមពីរូបដូចមុនដែរប្រពន្ធយកដៃបិទភ្នែកប្តីខ្លួនទាំងពីររួចហើយក៏កន្ថៃជើងឲ្យសហាយនោះឃើញបុរសសហាយឃើញស្រីសហាយខ្លួនបិទភ្នែកប្តីបានហើយកន្ថៃជើងឲ្យសញ្ញាដូច្នោះក៏ជន់ទៅរួមសម្រាប់នឹងនាងនោះទៅលោកសហាយនោះថយជើងទៅប្រពន្ធលែងបិទភ្នែកប្តីនាងក៏មិនអាចដឹងដល់គីកនោះឡើយព្រោះហេតុនេះបានជាមានពាក្យបុរាណថាម៉ាយ៉ាដកខ្ញីមានតាំងទំនុកច្រៀងផងថាស្រីទៅដកខ្ញីស្រីអើយនាងស្រីទៅដកខ្ញីដកដួលទាំងខ្លួនការដកលើកមុនទួយតនលាក់ពួនដកខយសនួនផ្ពេញឲ្យប្តីស្លាប់ប្តីនាងកាក់ភ្លុំនាងសុំធ្វើទ្របបន្តអើងអាប់ចបបត់ទូកកំពុតស្រឡៅកំប្រដៅស្រីខូតកម្រងរឿងព្រេងនិទានខ្មែររឿងខ្លាស្វានិងទុនសាយមានសត្វខ្លាមួយវាដាច់សង្វែងដើររកចាប់អ្វីមិនបានសោះខំដើរស្វែងណាស់ទៅប្រទះនឹងសត្វអកមួយកំពុងតែយំឮសូរអកអូទុំលើដើមព្រឹក្សាមួយនៅមាត់ត្រពាំងខ្លាក្រឡេកមើលទៅឃើញគិតក្នុងចិត្តថាធ្វើមិនដេចនាងចាប់អានេះបានណាបើវានៅខ្ពស់ម្លេះបើអញឡើងទៅមុខជាវាឃើញហើយហើរទៅកៅណានឹងចាប់វាបានខ្លាអង្គុយចាំមើលគិតកសត្វអកនោះឯសត្វអកនោះកៅណាទុំហើយភ្នែកវាតាំងរំពេញមើលទៅបង្ហែត្រីក្រែងមានត្រីបន្លុកខ្លួនឡើងនឹងចាប់យូរបន្តិចមានត្រីមួយផុសឡើងពីក្នុងទឹកអកស្ទុះទៅចាប់បានត្រីនោះយកមកធ្វើជាចំណីវាទៅខ្លាឃើញអកធ្វើដូច្នោះក៏គិតក្នុងចិត្តថាយេអាអកនេះវាអង្គុយតស្ងៀមសោះស្រាប់តែមានត្រីហែក្នុងត្រពាំងនោះវាស្ទុះទៅចាប់បានមួយរំពេចយកមកក្រអេះមិននឿយហត់ប្រមាណសោះមិនព្រួយដូចជាខ្លួនអញខំដើរស្វែងរកស្ទើរស្លាប់មិនងាយបានអាអ្នកអង្គុយធ្វើជំនុកចាប់បានភ្លាមហើយវាមិនលំបាកលុបលំបាកអោនក្រាបជាតិផងបើដូច្នេះអញគិតធ្វើដោយសត្វអកនេះវិញស្រួលជាងខ្លាគិតដូច្នោះហើយក៏ដើរទៅទៀតដើម្បីស្វែងរកបឹងឬត្រពាំងជាទីស្ងាត់ហើយដែលមានត្រីច្រើននោះវាដើរទៅដល់បឹងមួយជាទីស្ងាត់នៅមាត់នេះឆ្ងាយបានស្រួលបឹងនោះមានដើមឈើធំដោះជ្រុងច្រាងដ៏មានម្លប់ត្រជ័យមុងវាភឹងពួនឃ្លានវាបានពេលនោះមានបុរសម្ញាត់នៅចងសន្ទួតក្នុងបឹងនោះមុនខ្លាទៅដល់ដោយចង់មើលឲ្យឃើញសន្ទួតខ្លួនដែលរានៅឯបុរសនោះរាសន្ទួតឆៃមិនឈរនៅលឹងដីទៅឡើងលើដើមព្រឹក្សាមួយធំខ្ពស់នៅសំងំតែម្នាក់ឯងមិនមកកឡើយឯខ្លានោះកាលបានទៅដល់ហើយក៏ដើរភ្លុកចុះភ្លុកឡើងរកដើមឈើនឹងឡើងធ្វើដូចជាសត្វអកបុរសលើកសូរមើលទៅឃើញខ្លាកំពុងតែដើររួចទៅឡើងអង្គុយច្រហមលើចុងឈើហើយធ្វើសម្លេងត្រាប់តាមសត្វអកថាអូគាត់មិនហ៊ានមកថាអ្វីទេចាំតែមើលហើយគិតថាខ្លានេះវាឡើងចុងឈើនៅក្នុងបឹងដូច្នេះតើវាគិតធ្វើអ្វីយូរបន្តិចមានត្រីងើបឡើងស្រាប់តែខ្លានោះស្ទុះលួតប៊ុំរួចផុសឡើងវិនឆ្លោះទឹកលើសូរខកបុរសនោះឃើញហើយសើចរួចស្រែកថាស្លាប់ទៅអាខ្មោចធ្វើអ្វីដូច្នោះខ្លាលឺមើលទៅឃើញបុរសនៅលើចុងឈើក៏មានសេចក្តីអៀនខ្មាស់ខ្លាំងណាស់ស្ទើរនឹងស្លាប់ខ្លួនព្រោះមិនដែលបងគំនិតដល់នឹងសោះរួចខ្លានឹកថាឥឡូវបុរសនេះឃើញអញតែម្នាក់ឯងបើគាត់ទៅដល់ផ្ទះសំគាត់នឹងនិយាយប្រាប់គេថែមទៀតគេនឹងកាន់តែដឹងច្រើនឡើងកាត់មានគេឈ្មោះអក្រក់ណាស់បើដូច្នេះអញសួរគាត់គុំនិយាយប្រាប់នរណាទៅទៀតឡើយខ្លាបាននិយាយអង្វរបុរសនោះជាពេកអោនលំទូនថាអស់អ្នកអើយខ្ញុំបានជាចាប់ត្រីធ្វើដូចជាសត្វអកទៅវាមិនបានឲ្យត្រីទៅបានឲ្យលងទឹកស្ទើរនឹងស្លាប់
ខ្ញុំមានសេចក្តីខ្មាស់អៀនច្រើនណាស់បើដូច្នេះសូមអ្នកអាណិតខ្ញុំកុំនិយាយទៅណាមកណាទៅទៀតខ្ញុំនឹងតបគុណឧបការៈនេះបុរសតបវិញថាខ្លាអីឲ្យអ្វីអញខ្លាថាខ្ញុំសន្យារកសត្វមួយព្រឹកយកមកជូនអ្នកនៅទីនេះរាល់តែថ្ងៃបុរសនោះក៏ព្រៀងទទួលពាក្យខ្លារួចហើយវិលទៅផ្សារអាត្មាវិញលុះព្រឹកឡើងមកទទួលយកសត្វអំពីខ្លានៅកន្លែងសន្យាខ្លាក៏ខំសត្វយកមកឲ្យបុរសនោះជាប្រក្តីមិនហ៊ានខានកាលបើបុរសនោះបានសត្វនាំយកទៅផ្សារអាត្មាច្រើនថ្ងៃពេកណាស់នាងភរិយាឆ្ងល់លុះវេលាយប់ក៏សួរដោយស្ងាត់ថាអ្នកឯងធ្វើដូចម្ដេចក៏បានសត្វរាល់ថ្ងៃម្ល៉េះម្ដងសត្វនេះម្ដងសត្វនោះជូក៏មានគាត់ក៏មានជ្រូកក៏មានម្ដីថាអញដាក់អន្ទាក់ប្រពន្ធថាអន្ទាក់អ្វីក៏បានមិនដែលខានដូច្នេះអ្នកអើយពួនឲ្យត្រង់ទៅមើលបុរសនោះក៏ភ្លេចពាក្យសន្យាដោយស្មានថាខ្លាកាលណាវាមកក៏ប្រាប់ប្រពន្ធតាមរឿងហេតុពីដើមដល់ចុងប្រពន្ធនោះក៏ជឿលុះព្រឹកឡើងបុរសទៅយកសត្វអំពីខ្លាដោយសពដងលុះទៅដល់ស្រាប់តែឃើញខ្លាអង្គុយច្រហមចាំនៅកន្លែងនោះលុះបុរសដើរទៅដល់ខ្លាប្រាប់ថាបុរសអញមកហើយអញនៅចាំទេតាអញនឹងស៊ីឯងទើបការនិយាយគ្នាមុននោះអញហាមថាកុំឲ្យនិយាយប្រាប់គេទៅទៀតឡើយអញសូកឲ្យសត្វមួយរត់តែថ្លៃឥឡូវមកដេកក៏និយាយប្រាប់គេបុរសនោះក៏ភ័យភ្នែកស្លោឥតប្រកែកថាអ្វីទេគ្រាន់តែអង្វរទៅខ្លាវិញថាបងខ្លាឯងស៊ីក៏ស៊ីចោះខ្ញុំមិនប្រកែកទេបានជានិយាយទៅហើយតបមកនឹងស្លាប់រស់ខ្ញុំសូមទៅជួបប្រពន្ធសិននឹងបានប្រាប់ឲ្យគេដឹងផងខ្លាក៏ព្រមថាទៅក៏ទៅចោះតែឲ្យឆាប់ទៅលោកមកវិញអញស្ទោះទឹកមាត់ចាំតែស្ងួតទឹកមាត់អញតាមទៅស៊ីទាំង3ទាំងប្រពន្ធទុកធ្វើអីមនុស្សនិយាយមិនទៀងបុរសនោះក៏នៅទាំងសោកគឹងចិត្តព្រោះតែមាត់មិនចិត្តបានជាខ្លាវាស៊ីទៅដល់ក៏ប្រាប់ប្រពន្ធតាមរឿងហេតុនោះហើយថាឥឡូវនៅមិនបានទេទុកខ្លាវាចាំតែយូរវានឹងមកស៊ីទាំងអស់គ្នាប្រពន្ធក៏យំសោកស្នុកគេនៅធ្វើវិញទៅមកស្ដាយគំនិតប្តីក៏លាភរិយាចេញจากគ្រីស្ថានដើរមកតាមផ្លូវយមមិនដើរផងដល់ពាក់កណ្ដាលផ្លូវប្រទះនឹងទុនសាយសួយថាបុរសឯងដើរទៅណាយំផងដូច្នេះមានទោសទុកដូចម្ដេចបុរសនោះខ្លាំងឲ្យទុនសាយស្ដាប់សពគ្រប់ប្រការតាមហេតុនោះទុនសាយឆ្លើយថាបើដូច្នេះភ័យអ្វីបុរសឯងទៅរកតែជើងមួយស្និតមកទៅខ្លាអាខ្លាកំភ្លើលោបុរសនោះត្រេកអរគំនិតមិនណារត់រកបានជើងមួយស្និតហើយជូនទៅលោកសុភាទុនសាយថាខ្ញុំជូនលោកសូមឲ្យលោកសុភាជួយខ្ញុំឲ្យរស់ជីវិតផងចោះតែបន្តិចខ្លាវាតាមមកស៊ីខ្ញុំហើយសុភាទុនសាយថាអ្នកឯងទៅជុំមុខនឹងយើងចាំមើលខ្លានោះឲ្យចាក់រសុភាទុនសាយរកដំបូកមួយញ៉ាំខ្ពស់ឡើងទៅអង្គុយលើដំបូកនោះដើម្បីមើលទៅឲ្យបានឆ្ងាយឯខ្លាកាលចាំបុរសនោះយូរពេកក៏តាមមកប្រាថ្នានឹងខំស៊ីទាំងពីរនាក់ប្រកបសន្យាគ្នាពីរលើកហើយវាដើរមកដាក់ឯងតាមផ្លូវរលារឡើងមកដល់ទីដំបូកបុរសនោះឃើញក៏ប្តឹងសុភាទុនសាយថាណែមកឲ្យលោកសុភាទុនសាយប្រាប់ថាកុំមកចាំវាមកចិត្តសិនខ្លាដើរមកកាន់តែចិត្តសុភាទុនសាយពុំជិះមួយក្នុងមាត់ហើយស្រែករហិមឡើងថាស៊ីខ្លាប៉ាមិនសុំប្តីស៊ីទ្រពខាបង្គន់ដៃស្រែកស្ទើរបាយខ្លាលើសំលេងធំក្រអន់ថាស៊ីខ្លាប៉ាមិនសុំប្តីក៏ស្ទុះថយក្រោយសុភាទុនសាយក្រហិមឡើងម្ដងទៀតយ៉ាងផ្ទួនខ្លាស្ទុះរត់នឹងទៅមើលក្រោយរត់ឆ្ងាយទៅប្រទះស្វាមួយនៅលើចុងឈើស្វាឃើញខ្លារត់ឆ្លៃសួរថាបងខ្លារត់មានការអ្វីខ្លាលឺហៅឈប់ឆ្លៃតបទៅវិញទេវាអើយអាណាក៏ធំលេះស៊ីខ្លារត់ទៅប្រាប់មិនឆាត់បានជាអញភ័យរត់មកក្រែងស៊ីស្វាសួរថាបងអញឃើញដែរឬអ្វីខ្លាថាទេលឺតែមាត់ស្វាសួរថាមកត្រង់ណាខ្លាតបថានៅពីដំបូកឯដាំពងនោះណាស្វាថាក្រែងបងសុភាទេដឹងចំណាំតែឃើញនៅត្រង់នឹងខ្លាថាមិនមែនទេសន្តិសុភាណាដូច្នោះស្វាថាទេប្រកាសជាសុភាហើយបើដូច្នេះទៅម្ដងទៀតមើលខ្ញុំជូនទៅខ្លាមិនព្រមទៅថាក្រែងបងស្វាឯងរត់ចូលអញតែឯងភ័យរត់ឡើងចុងឈើទៅនៅតែឯងមិនដឹងឯងស្លាប់អញហើយស្វានិយាយម្ដងទៀតថាបើបងឯងខ្លាចខ្ញុំរត់ចោលយើងចង់កន្ទុយចាប់គ្នាខ្ញុំឡើងទៅចុងឈើឯណារួយបើបងជាប់នឹងខ្ញុំហើយខ្លាថាបើដូច្នោះទៅក៏ទៅកុំរត់ចោលគ្នាវិញខ្លានឹងស្វាចង់កន្ទុយចាប់គ្នាហើយដល់តម្រង់ទៅដំបូកនោះបុរសនោះឃើញម្ដងសុភាទុនសាយទៀតថាលោកអើយមកទៀតហើយម្ដងនេះមានស្វាមកផងខ្ញុំខ្លាចណាស់លោកសុភាទុនសាយថាកុំបារម្ភអ្វីនៅមុខស្ងៀមចាំវាមកចិត្តបន្តិចនឹងមើលវាសុភាទុនសាយក៏ប្រុងបុកជែកមើលនឹងពុំឯម៉ាំដល់មកចិត្តស្វាសួរថាត្រង់ណាបងខ្លាថាអ្នកត្រង់នឹងអ្នកមកស្អែពីត្រង់មកសុភាទុនសាយពុំជែកនៅក្នុងមាត់ស្រែកថាយាយអាស្វាក្រញ៉ាំជពាក់បំណុលអញ4 6អាស្នាមដឹកអាខ្លាសុំគុំមួយឲ្យអញមើលមកយ៉ាអាស្វានេះខ្លាលឺដូច្នោះក៏សុះរឹកភីងទេស្វាខាត់ពុំស្ដាប់ហើយគិតក្នុងចិត្តថាយាយអាស្វានេះវាណាមអញមកផាត់បំណុលទេតាស្វាស្រែកថាបងខ្លាជប់សិនខ្លាក៏មិនព្រមរើជួលចិត្តថាច្បាស់ជាស្វាយកខ្លួនមកផាត់ឲ្យគេហើយរត់ទៅឆ្ងាយតតែស្វានោះរំដាំនឹងឈើនឹងដីស្លាប់ខ្លួនខូចអាសាអ៊ីតកាមាត់មានក្របដកមានឈ្នុករឿងនិទានខ្មែររឿងចៅចិត្តជាដូចបានលឺតមកថាកាលនោះមានក្មេងប្រុសម្នាក់នៅស្រុកមួយអ្នកស្រុកគេហៅថាអាចៅចិត្តជាលោកក្មេងនោះចម្រើនធំឡើងឪពុកស្លាប់ទៅនៅតែម្ដាយចៅនោះមិនគិតធ្វើការរកស៊ីអ្វីសោះតវេលាយប់កាលណាដើររកលួយទ្រព្យសម្បត្តិអ្នកស្រុកទាំងពួងមាតាទូនមានប្រដៅរួចម្ដេច
ក៏មិនព្រមធ្វើតាមទើបមេដាយកទៅឲ្យនៅវត្តរៀនអក្សរចៅនោះក៏មិនខំរៀនសូត្រឡើយប្រព្រឹត្តតែដើរលួចទ្រព្យគេយកមកចិញ្ចាំមេដានិងអាត្មាគ្រូរំលឹកប្រដៅដូចម្ដេចម្ដាក៏មិនព្រមស្ដាប់ថ្ងៃមួយស្ដេចក្នុងនគរនោះទ្រង់ចេញប្រថាប់ជុំព្រះរាជរោងឲ្យសេនាបតីញាស់មិនសពមុខមន្ត្រីចូលគាល់ទ្រង់មានព្រះរាជាអង្គការថាមានខេត្តមួយនៅតំណេពុំតាន់មានឈ្មោះណាទៅឈររក្សាបើអ្នកណាយកប្រាក់40កហបណៈមកដាក់ឃ្លៀងយន់នឹងឲ្យទៅឈរជាចៅហ្វាយស្រុកក្នុងខេត្តនោះត្រាស់ហើយស្ដេចយ៉ាងចូលព្រះបរមរាជវាំងវិញគ្រានោះមន្ត្រីតូចម្នាក់វាលមុខតែដេកកាត់ទុកចង់ធ្វើចៅហ្វាយស្រុកពុនពេកលុះដល់វេលាយប់ចូលដំណេកនិយាយនឹងភរិយាថានាងអើយឥឡូវនេះស្ដេចមានព្រះរាជាអង្គការថាបើឈ្មោះណាមានប្រាក់40កហបណៈថ្វាយព្រះអង្គដាក់ឃ្លៀងទ្រង់នឹងឯងធ្វើចៅហ្វាយស្រុកនៅរក្សាស្រុកក្នុងខេត្តមួយដែលនៅទំនេរភរិយាឆ្លើយថាអូអ្នកអើយចិត្តខ្ញុំចង់ឲ្យអ្នកធ្វើចៅហ្វាយស្រុកណាតែសពថ្ងៃយើងក្រលំបាកតក់យ៉ាកពេកនឹងរកប្រាក់ថ្វាយស្ដេចពុំបានទេនិយាយឲ្យបនទេវតាថាសូមទេវតាជួយខ្ញុំឲ្យបានប្រាក់40កហបណៈថ្វាយស្ដេចខ្ញុំនឹងបានធ្វើជាចៅហ្វាយស្រុកគ្រានេះពេលនោះអាចារ្យចិត្តជាវេដានួយគេឲ្យមកអង្គុយក្រោមតែមន្ត្រីនោះវាបានលឺដូច្នោះមានចិត្តអាណិតក៏យកប្រាក់40កហបណៈពីផ្ទះវេកនឹងកំណាត់សម្ពុតឆាទេមកលូកដៃតាមប្រហោងជញ្ជាំងទៅទុកឲ្យមន្ត្រីនោះរួចត្រឡប់មកវិញលូភ្លីច្បាស់មន្ត្រីនោះភ្ញាក់ឡើងក្រឡេកទៅឃើញបងវេកសម្ពុតឆាទេក៏ចាប់លើកស្រាយមើលឃើញប្រាក់40កហបណៈអរណាស់ប្រាប់ប្រពន្ធថាយើងបានប្រាក់40កហបណៈហើយគឺទេវតាឲ្យប្រពន្ធស្ទុះមកមើលឃើញច្បាស់ក៏មានចិត្តត្រេកអរពុនពេកដល់ថ្ងៃរសៀលមន្ត្រីនោះយកប្រាក់40កហបណៈទៅថ្វាយស្ដេចដាក់ឃ្លៀងព្រះរាជាក៏តាំងមន្ត្រីនោះឲ្យធ្វើជាចៅហ្វាយស្រុកនៅរក្សាក្នុងខេត្តនោះតទៅឯអាចារ្យជាកាលបានដឹងថាមន្ត្រីនោះបានធ្វើជាចៅហ្វាយស្រុកហើយក៏ដើរស្វែងរកលួចញាក់ស្រុកក្នុងខេត្តនោះធ្វើដំណើរឲ្យគេចាប់ខ្លួនវាបានឯពួកម្ចាស់ទ្រព្យក៏នាំអាចារ្យជានោះទៅជួនចៅហ្វាយស្រុកបង្កាត់មេគុកឲ្យដាក់ចង្វាក់ឃុំទុកក្រោមផ្ទះលោកវេលាយប់ស្ងាត់អាចារ្យជានិយាយរអ៊ូតែម្នាក់ឯងថាអូហេតុតែឯងមានចិត្តអាណិតគេកាលគេចង់ធ្វើចៅហ្វាយស្រុកខ្លួនឯងប្រឹងយកប្រាក់40កហបណៈវេកនឹងកំណាត់ចាទេមកឲ្យគេទាំងយប់ឥឡូវគេបានធ្វើចៅហ្វាយស្រុកហើយគេមិនមេត្តាករុណាឯងបន្តិចសោះគេដាក់ចង្វាក់ឃុំឯងទុកឲ្យវេទនាអាចារ្យជានិយាយតែពាក្យដដែលម្នាក់ឯងមិនឈប់ឯចៅហ្វាយស្រុកនឹងប្រពន្ធបានលឺចៅនិយាយដូច្នោះក៏ប្រឹក្សាគ្នាថាគួរឲ្យឆ្ងល់ណាស់ចៅវានិយាយនេះត្រូវដូចរឿងខ្លួនយើងគួរតែយើងចុះទៅសួរវាឲ្យចាក់មើលទើបចៅហ្វាយស្រុកចុះពីផ្ទះទៅសួរចៅនោះថាឯងនិយាយរឿងអ្វីយើងលឺតែស្ដាប់បានខ្លះមិនបានខ្លះចូលឯងនិយាយរឿងនោះឲ្យយើងស្ដាប់ក្នុងវេលានេះតាមពិតមកមើលទើបអាចារ្យជានិយាយថាខ្លួនខ្ញុំនេះជាមនុស្សប្រព្រឹត្តចោរកម្មដើរតែលួចទ្រព្យគេរាល់យប់យកមកចិញ្ចឹមជីវិតការដែលលោកនៅជាមន្ត្រីតូចពុំតាន់បានធ្វើចៅហ្វាយស្រុកនៅឡើយវេលាយប់មួយនោះខ្ញុំដើរលួចគេឲ្យមកអង្គុយក្រោមផ្ទះលោកឬលោកនឹងប្រពន្ធនិយាយថាយើងនឹងរកប្រាក់40កហបណៈពីណាបានយកទៅថ្វាយស្ដេចដើម្បីឲ្យបានធ្វើចៅហ្វាយស្រុកក្នុងខេត្តមួយប្រពន្ធលោកថាយើងក្រីក្រម្ល៉េះនឹងបានប្រាក់ពីណាខ្ញុំឮដូច្នោះមានចិត្តអាណិតលោកក៏ទៅយកប្រាក់40កហបណៈពីផ្ទះវេកនឹងកំណាត់សម្ពុតចាទេមកដែរចិត្តក្បាលដំណេកទុកជូនលោករួចខ្ញុំត្រឡប់ទៅវិញថ្ងៃក្រោយឮគេនិយាយថាលោកបានធ្វើចៅហ្វាយស្រុកខ្ញុំក៏មកលួចគេក្នុងខេត្តនេះគេចាប់ខ្លួនខ្ញុំបាននាំមកជូនលោកក៏ធ្វើទោសខ្ញុំមិនប្រណីចៅហ្វាយស្រុកបានស្ដាប់ក៏ជឿច្បាស់ឥតសង្ស័យហើយថាអូអាសម្លាញ់អើយឯងនិយាយនេះពិតប្រាកដមែនដែលឯងបានធ្វើចៅហ្វាយស្រុកពីព្រោះតែឯងជួយវេលានេះឯងកំភៃកំទួយចិត្តឯងនឹងដោះឯងឲ្យរួចចេញពីទោសមួយទៀតឯងនឹងត្រូវយកគ្នាជាសម្លាញ់តទៅចៅហ្វាយស្រុកសួរថាឯងឈ្មោះអីបុរាណដូចជំរាបថាខ្ញុំឈ្មោះអាចារ្យចិត្តជាសួររួចហើយលោកចៅហ្វាយស្រុកក៏ឡើងទៅលើកផ្ទះវិញលោកភ្លីច្បាស់ចៅហ្វាយស្រុកបង្កាប់មេគុកឲ្យដកអាចារ្យចិត្តជារួចពីទោសហើយនិយាយថាអាសម្លាញ់ឯងនៅនឹងឯងចោះឯងចិញ្ចឹមឯងពីថ្ងៃនេះតទៅឯងកុំលួចទៀតទេអាចារ្យចិត្តជាឆ្លើយថារឿងលួចនោះឯងមិនជប់ទេដែលឯងលួចទ្រព្យគេនេះគ្រាន់យកទៅចិញ្ចឹមមេដាមេម៉ាយចៅហ្វាយស្រុកក៏ឲ្យប្រាក់30កហបណៈឲ្យទៅឲ្យម្ដាយអាចារ្យចិត្តជាមិនព្រមយកចៅហ្វាយស្រុកសួរថាផ្ទះសម្លាញ់ឯងនៅឯណាចូលឯងប្រាប់ឯងឲ្យត្រង់អាចារ្យជាប្រាប់ថាឯងនៅផ្ទះនោះហើយឡាចៅហ្វាយស្រុកទៅផ្ទះវិញ
គ្រានោះលោកចម្រាចនិងមន្ត្រីតុយម្នាក់កើតក្តីវិវត្តតោះតែងគ្នាជាយូរខែហើយមន្ត្រីតុយនោះគុំគិតសម្រាប់លោកចម្រាចនោះឲ្យបានមន្ត្រីតុយនោះមានស្រីបំរើម្នាក់ជាទីទុកចិត្តបើដូចម្ដេចបានទៅអស់ស្រីបំរើនោះខំក្បាប់គុណចៅហ្វាយមិនឲ្យទាស់ចិត្តវេលាយប់ស្ងាត់មន្ត្រីនោះនិយាយនឹងស្រីបំរើថាវេលានេះចូលអញអាណិតអញពីព្រោះអញស្អប់លោកចម្រាចណាអញចង់សម្លាប់ចោលតែមិនដឹងរកឯណាជួយរឿងនេះសប្តាហ៍ថ្ងៃអញឃើញតែអញមានប្រាជ្ញាហើយមន្ត្រីនោះបង្កាប់ស្រីបំរើថាចូលអញចេញពីអញទៅយកប្រាក់លោកចម្រាចនៅនឹងគេចោះរួចអញខំក្បាប់គុណគេឲ្យដោយការនៅនឹងអញបើអញបំរើខាងក្រៅដល់លោកចម្រាចនោះគេទុកចិត្តស្និទ្ធស្នាលត្រូវអញចូលបំរើខាងក្នុងលោកបានហើយអញចាំមើលរាល់វេលាយប់ស្ងាត់កាលណាយមរាជនោះដេកលុកចូលអញរំលាយសំណាងឯក្តៅពោះរត់យកទៅចាក់ក្នុងមាត់ទៅលោកចម្រាចនឹងស្លាប់មិនខានក៏មានអ្នកណាដឹងឡើយបើអញធ្វើបានដូចគំនិតនេះអញនឹងចេញប្រាក់លោកឯងមកវិញឲ្យរួចពីក្នុងគេស្រីបំរើនោះទទួលការសពគ្រប់វេលាយប់នោះអាចឲ្យជាដើរលួចគេហើយវាមកអង្គុយក្រោមផ្ទះមន្ត្រីនោះការមន្ត្រីនោះកំពុងនិយាយបង្កាប់ស្រីបំរើឲ្យសម្រាប់យមរាជដោយម្ដេចម្ដាក៏វាស្ដាប់ការបានទាំងអស់ថ្ងៃក្រោយស្រីបំរើនោះឡាម្ចាស់ទៅរកប្រាក់លោកចម្រាចហើយសុំនៅផងលោកចម្រាចក៏ទទួលចេញប្រាក់នោះឲ្យទៅបំរើរៀងមកនាងនោះខំបំរើក្បាប់គុណលោកចម្រាចនិងលោកជំទាវមិនឲ្យទាស់ចិត្តលោកចម្រាចនិងជំទាវក៏ទុកចិត្តស្និទ្ធស្នាលឲ្យចេញចូលក្នុងក្រៅបំរើចិត្តដេតរៀងមកវេលាមួយនោះពេលយប់ស្ងាត់ស្រីបំរើនោះវាដឹងថាលោកចម្រាចនិងលោកជំទាវសម្រាញលោកហើយវាដុតភ្លើងរំលាយសំណាងឯក្តៅពោះហើយវាលើកសំណាងនោះចាក់ក្នុងមាត់លោកចម្រាចលោកស្លាប់ទៅរួចត្រឡប់ទៅដេកតាមកន្លែងវិញលោកព្រឹកឡើងលោកជំទាវភ្ញាក់បានដឹងថាប្តីខ្លួនស្លាប់ក៏ស្រែកទ្រយំមនុស្សផ្អើលមកមើលឃើញលោកចម្រាចស្លាប់មែនតែមិនដឹងជាស្លាប់ដោយរោគអ្វីព្រោះគ្មានស្លាកស្នាមមតិសោះលោកជំទាវនោះទៅក្រាបថ្វាយបង្គំទូលស្ដេចតាមរឿងដែលស្លាប់ព្រះរាជាទ្រង់ចាត់ឲ្យមន្ត្រីមកមើលតែមិនដឹងជាស្លាប់ដោយរោគអ្វីព្រោះគ្មានហេតុស្លាកស្នាមក៏ទៅក្រាបបង្គំទូលតាមរឿងព្រះរាជាទ្រង់ឲ្យយកសពទៅបញ្ជូតទុកតាមសម្គាល់ក្រោយនោះជារដូវបុណ្យថ្វាយទេសមុខអ្នកមើលសពមុខគុំត្រីចូលគាល់ព្រះមហាក្សត្រក្សត្រទ្រង់មានព្រះរាជាអង្គការថាបើអ្នកណារកឈ្មោះមនុស្សដែលសម្លាប់យមរាជបានដឹងច្បាស់ប្រកបយើងឲ្យធ្វើទីយមរាជរួចទ្រង់ស្ដេចយ៉ាងចូលទៅខាងក្នុងវិញសេនាបតីអ្នកមើលសពមុខមន្ត្រីក៏ទើបតែរៀងខ្លួនគ្រានោះចៅហ្វេសរុកដែលជាសម្លាញ់នៃអាចជាជាចង់ធ្វើយមរាជណាបានទៅរកអាចជាចៅសួរថាអាសម្លាញ់ឯងមករកអ្វីចៅហ្វេសរុកប្រាប់ថាឯងមកមានការសួរឯងបន្តិចទើបលោកចម្រាយស្លាប់ដោយអត់មាននរណាដឹងថាជាស្លាប់ព្រោះរកអ្វីឥឡូវស្ដេចមានព្រះរាជាអង្គការថាបើនរណារកឈ្មោះមនុស្សដែលសម្លាប់លោកចម្រាយឃើញពិតប្រាកដទ្រង់នឹងឯងធ្វើទីយមរាជរឿងនេះអាសម្លាញ់ឯងបានដឹងឬទេទើបឯងចង់ធ្វើយមរាជណាបអាចជាឆ្លើយថារឿងនេះឯងបានដឹងច្បាស់ព្រោះនៅវេលារាត្រីមួយនោះឯងដើរដូចគេហើយឯងមកអង្គុយក្រោមផ្ទះមន្ត្រីទួយម្នាក់នៅខាងជើងផ្ទះលោកចម្រាយឆ្ងាយពីគ្នាបន្តិចមន្ត្រីនោះប្រាប់ស្រីបំរើម្នាក់ថាឯងស្អប់លោកចម្រាយពេកចង់សម្លាប់ចោលព្រោះជាសត្រូវនឹងឯងក្នុងគ្រានេះត្រូវអញជួយអញជាប្រកបដូច្នេះត្រូវអញចេញពីផ្ទះអញទៅរកផ្ទះលោកចម្រាយនៅបើគេព្រមទទួលអញនៅត្រូវអញខំបំរើឲ្យត្រីចិត្តគេបើគេទុកចិត្តស្និទ្ធស្នាលបើជោគជ័យជួខាងក្នុងវេលាណាឬដល់យប់ស្ងាត់អញត្រូវដុតភ្លើងរំលាយសំណាងឲ្យក្តៅពោះហើយយកទៅចាក់ក្នុងមាត់លោកចម្រាយកំពុងដេកលុកគង់ស្លាប់មិនខានរឿងនេះអញលុបស្ដាប់បានចាំប្រកបចូលសម្លាញ់អញទទួលស្ដេចតាមរឿងនេះចោះតែត្រូវឲ្យគាត់ខ្មោចលោកចម្រាយនោះយកមកវែកមើលបើឃើញសម្លាញ់នៅក្នុងពុកខ្មោចនោះមែនអាសម្លាញ់ឯងនឹងបានធ្វើយមរាជមិនខានចៅហ្វេសរុកស្ដាប់យកការបានហើយត្រឡប់ទៅផ្ទះវិញថ្ងៃក្រោយចៅហ្វេសរុកទទួលស្ដេចតាមរឿងស្ដេចទ្រង់ឲ្យភ្នាក់ងារទៅចាប់មន្ត្រីនិងស្រីនោះយកមកឃុំទុកហើយទ្រង់ឲ្យគាត់ខ្មោចលោកចម្រាយយកមកវែកមើលឃើញសំណាងនៅក្នុងពួកមែនទើបទ្រង់ឲ្យជំនុំជម្រះរឿងនោះហើយមេស្រីនោះឆ្លើយថា